ស្ត្រីចំណាម្នាក់បានតែងខ្លួនជាអ្នកក្រដើម្បីដើរចូលទៅក្នុងថ្ងៃមង្គលការកូនប្រុសរបស់គាត់ដើម្បីសាក់ចិត្តមុននឹងផ្ទេរបណ្ដាំមរតកទៅកាន់កូនប្រុសតែម្នាក់គត់ខណៈពេលដើរចូលទៅកូនប្រុសកំពុងតែរៀបការអ្នកគ្រប់គ្នានៅក្នុងកម្មវិធីពិតជាភ្ញាក់ផ្អើលនឹងស្រឡាំងកាំងពិតមែនដោយម្ដាយកូនក្រមុំបានសួរថាតើស្រីកញ្ចាស់ម្នាក់នោះគឺជានរណាទៅខណៈពេលនោះដែរកូនប្រុសបង្ការរបស់គាត់បានប្រាប់ថានេះប្រហែលជាមនុស្សឈួតហើយគេមិនដែលស្គាល់នោះទេម្ដាយបានប្រាប់ទៅកាន់កូនប្រុសថាគាត់គឺជាម្ដាយបង្កើតម៉ាក់គឺជាម្ដាយបង្កើតរបស់ឯងនៅថ្ងៃនេះម៉ាក់នឹងមករកយុត្តិធម៌ឲ្យឯងដែលគ្រួសារមួយនេះបានបំពេញនឹងមើងងាយនៅខណៈពេលនោះម្ដាយក្មេងរបស់កូនកំឡុះក៏បានសើចចំអកសៀលធៀងមិនគួរណាឯងមានម្ដាយដែលជាមនុស្សឈួតបែបនេះនោះទេឬបែបនេះហើយគាត់ពិតជាភ្ញាក់ផ្អើលមនុស្សឈួតទេគាត់បានសម្លឹងមើលមុខកូនប្រុសរបស់គាត់នៅខណៈពេលនោះម្ដាយក្មេងបានស្រែកថាឯងឆាប់ដេញមនុស្សឈួតបែបនេះចេញពីក្នុងកម្មវិធីទៅគាត់បានស្រែកថាខ្ញុំមិនបានឈួតនោះទេខ្ញុំមកចូលរួមថ្ងៃមង្គលកូនប្រុសរបស់ខ្ញុំនៅខណៈពេលនោះស៊ូធៀងបានចាប់ដៃម្ដាយរបស់គេអ្នកម៉ាក់ម៉ាក់គួរតែចេញទៅវិញទៅណាកុំឲ្យខ្ញុំមានរឿងធំជាងនេះទៀតអីស៊ូធៀងឯងខ្លាចគេដឹងមែនទេថាឯងមានម្ដាយជាអ្នកក្រហើយបានជាដាវប្រាប់គេថាម៉ាក់គឺជាមនុស្សឈួតស៊ូធៀងបានប្រាប់ថាចេញភ្លាមទៅខ្ញុំមិនដែលស្គាល់នាងនោះទេម្ដាយរបស់គេក៏បានស្រែកប្រកាសតាមការពិតអស់រយៈពេល25ឆ្នាំមកនេះខ្ញុំបានរកស៊ីលក់ដូរនៅតាមចិញ្ចើមផ្លូវក៏ព្រោះតែយកលុយដើម្បីឲ្យកូនរបស់ខ្ញុំបានរៀនសូត្រខ្ពង់ខ្ពស់ដូចរាល់ថ្ងៃស៊ូធៀងបានទៅអង្វរម៉ាក់ដើម្បីឲ្យម៉ាក់លើកលែងរាល់កំហុសរបស់ស៊ូធៀងរួមទាំងសុំអង្វរខ្ចីប្លង់ដីរបស់ម៉ាក់មកបន្តការសិក្សាថែមទៀតផងរហូតដល់ម៉ាក់របស់គេបានសម្រេចចិត្តឲ្យប្លង់ដីនោះមកកាន់ស៊ូធៀងក៏ព្រោះតែទឹកចិត្តដែលស្រឡាញ់កូនប្រុសស៊ូធៀងគឺជាមនុស្សប្រុសប៉ុណ្ណឹងវលួងលោមគេសន្យាថានៅថ្ងៃដែលខ្ញុំបានរៀនសូត្រខ្ពង់ខ្ពស់ខ្ញុំមិនចោលម៉ាក់នោះទេម៉ាក់ចាំខ្ញុំណាស៊ូធៀងខ្ញុំស្រឡាញ់ម៉ាក់ណាស៊ូធៀងបានយកដៃរបស់ម្ដាយទៅទះកំភ្លៀងរបស់គេទៀតផងម្ដាយនឹកស្រមៃបែបនេះហើយគាត់ពិតជាហួសចិត្តណាស់គាត់បានដើរយឺតសម្លឹងមើលទៅកាន់មុខរបស់ស៊ូធៀងតើប្លង់ដីនោះឯងយកទៅណាហើយនៅខណៈពេលនោះម្ដាយក្មេងរបស់ស៊ូធៀងក៏បានសើចចំអកអ្នកគ្រប់គ្នានៅក្នុងកម្មវិធីបាននិយាយថាស្រីកញ្ចាស់នេះឈួតហើយពិតមែនហើយវាពិតជាឈួតហើយខ្លួនឯងត្រឹមតែជាមនុស្សឈួតតែមានប្លង់ដីមកពីណាទុកនៅក្នុងដៃទៅស៊ូធៀងបានអង្វរក៏ម្ដាយក្មេងរបស់គេដោយគេបានបកស្រាយថាស្រីកញ្ចាស់ម្នាក់នេះមិនមែនជាម្ដាយរបស់ខ្ញុំនោះទេអ្នកម៉ាក់ក្មេកឲ្យស៊ូធៀងម្នាក់នេះសូមអភ័យទោសផងម្ដាយបានសម្លឹងមើលមុខស៊ូធៀងហេតុអីបានជាឯងនិយាយបែបនេះស៊ូធៀងនេះការសងគុណរបស់ឯងនោះភ្លាមនោះនារីពាក់រ៉ូបក្រហមដែលជាកូនប្រសារស្រីក៏បានទៅកញ្ចក់ដៃរបស់គាត់ចេញប៉ុន្តែគាត់ពុំអាចដើរចេញនោះទេគាត់បានសួរថាឯងឆ្លើយសំណួរម៉ាក់មួយម៉ាត់មកតើឯងពិតជាកង់កាត់ការម៉ាក់ដោយធ្វើជាមិនស្គាល់ទេស៊ូធៀងបានស្រែកថាសន្តិសុខចូលមកអស់ស្រីឈួតម្នាក់នេះចេញភ្លាមប៉ុន្តែម្ដាយរបស់គេបានប្រាប់ថាមិនបាច់នោះទេឈប់ទុកឲ្យយើងជាអ្នកដើរចេញដោយខ្លួនឯងចាំណាស៊ូធៀងពីថ្ងៃនេះឯងបានស្រែកប្រកាសគ្រប់គ្នាថាម៉ាក់គឺជាមនុស្សឈួតដែលកន្លងមកម៉ាក់ចិញ្ចឹមបីបាច់ឯងបានល្អណាស់នេះកូនប្រុសនោះនៅពេលនោះស៊ូធៀងទ្រាំពុំបាននោះទេបានលើកដៃរបស់គេផ្ទះម្ដាយមួយកំភ្លៀងធ្វើឲ្យគាត់ក៏បានដួលទៅលើកម្រាលព្រំម្ដាយរបស់ស៊ូធៀងហូរទឹកភ្នែកម៉ាត់ក៏ព្រោះតែកូនប្រុសជាទីស្រឡាញ់ស្មើនឹងជីវិតហ៊ានលើកដៃរបស់គេផ្ទះកំភ្លៀងម្ដាយបង្កើតខ្លួនឯងនៅនឹងមុខភ្ញៀវកិត្តិយសទាំងស៊ូធៀងបន្ទាប់ពីផ្ទះកំភ្លៀងអ្នកម៉ាក់របស់គេមួយកំភ្លៀងឲ្យគាត់ដួលទៅលើកម្រាលព្រំគាត់ពុំមានចិត្តគិតថាខ្លួនឯងធ្វើខុសបន្តិចនោះទេម្ដាយរបស់គេពិតជាមានការឈឺចាប់ខ្លាំងណាស់គាត់បានងើបឡើងការឈឺចាប់របស់ម៉ាក់ពិតជាជ្រាបពេញក្រអៅបេះដូងហើយម៉ាក់មិននឹកស្មាននោះទេថាមានថ្ងៃនេះស្រីកញ្ចាស់បងនេះចាំអីទៀតស៊ូធៀងឆាប់អស់ស្រីកញ្ចាស់ម្នាក់នេះចេញពីក្នុងថ្ងៃមង្គលរបស់យើងភ្លាមទៅឪពុកក្មេងរបស់គេក៏បាននិយាយនោះដែរយ៉ាងម៉េចស៊ូធៀងឯងមិនចាត់ការវាបន្តទៀតទៅស៊ូធៀងក៏បានសើចចាំសុបដីរបស់យើងឲ្យច្បាស់ណាយាយកញ្ចាស់យើងមិនមានម្ដាយដែលជាអ្នកក្របែបនេះនោះទេ
สิเทียงនិយាយរួចថែមទាំងបានយកដៃរបស់គេទៅចាប់កំបួចកអាវរបស់ម្ដាយថែមទៀតដែលធ្វើឲ្យគាត់កាន់តែមានការឈឺចាប់ហើយដល់កូនប្រុសជាទីស្រឡាញ់ធ្វើបែបនេះចំពោះគាត់គេក៏បានបញ្ច្រានម្ដាយរបស់គេចេញថែមទៀតបាទម៉ាក់គ្រាន់តែចូលមកនេះចង់សួរឯងជាលើកចុងក្រោយទេថាឯងពិតជាកាត់ការម៉ាក់នឹងកូនចោលមែនណាមែនហើយស្រីកញ្ចាស់ចាប់ពីថ្ងៃនេះទៅសិធៀងយើងនឹងស្ថិតនៅក្នុងគ្រួសារតកូលហួហើយគ្មានស្រីកញ្ចាស់បែបនេះជាម្ដាយនោះទេបានម៉ាក់ក៏អស់ចិត្តដែរម៉ាក់មិនចង់បានអ្វីក្រៅពីនេះនោះទេគ្រាន់តែចង់ឃើញកូនប្រុសរបស់ម៉ាក់ដែលខំចិញ្ចឹមតាំងពីបាតជើងក្រហមមានក្តីសុខនេះចេះកញ្ចាស់ឯងចង់មករំលឹកគុណតើពិតមែនដែរទេឆាប់លុតជង្គង់សុំទោសយើងឥឡូវនេះភ្លាមដែលមកបំផ្លាញកម្មវិធីមង្គលរបស់យើងនោះបើពុំដូច្នេះទេកុំថាយើងគ្មានការសន្តោសប្រណីណាម្ដាយឮបែបនេះហើយគាត់ក៏បានញញឹមទាំងទឹកភ្នែកនៅពេលនេះម្ដាយរបស់ស៊ីធៀងគាត់ពិតជាយំខ្លាំងមែនទែនដោយគាត់បានស្រែកសួរបញ្ជាក់ទៅកាន់ស៊ីធៀងថាម៉ាក់ម៉ងនេះគាត់តែចង់ពិសោធន៍ចិត្តរបស់ឯងនោះទេថាឯងគឺជាកូនប្រុសរបៀបណាស៊ីធៀងបានប្រាប់ថាតែនិយាយចាស់ឯងមានអ្វីដែលត្រូវពិសោធន៍ចិត្តយើងដែរទៅយើងប្រាប់ណាចាំមិនជង្គង់សំទោសយើងឥឡូវនេះភ្លាមស៊ីធៀងក៏បានចាប់បោយសក់ម្ដាយរបស់គេនេះគឺពិតជាកូនប្រែតកូននរកពិតមែនដើម្បីឲ្យម្ដាយលុតជង្គង់សំទោសគេប៉ុន្តែម្ដាយបាននិយាយថាឯងគឺជាកូនអកតញ្ញូបំផុតសំឡេងនៅក្បែរមាត់ទ្វារក៏បានបន្លឺឡើងតើមានរឿងអីទៅនៅខណៈពេលនោះអ្នកគ្រប់គ្នាដែលនៅក្នុងកម្មវិធីក៏បានកលេចមើលទាំងស្រឡាំងកាំងក៏ព្រោះតែអ្នកដែលដើរចូលមកនេះគឺជាអ្នកមានអំណាចឥទ្ធិពលខ្លាំងបំផុតគាត់ក៏បានស្រែកសួរម្ដងទៀតតើមានរឿងអីនៅខណៈពេលនោះស៊ីធៀងដែលជាកូនកំឡោះក៏បានដើរអោនទៅសូមគោរពលោកម្ចាស់នេះគឺជាអភិបាលយងដោយគ្រាន់តែលើថាបរិសម្នាក់នឹងគឺជាអភិបាលខេត្តនៅពេលនោះស៊ីធៀងក៏បានអោនគោរពម្ដងទៀតដោយគេបាននិយាយថាសូមគោរពលោកអភិបាលខេត្តលោកអភិបាលម្នាក់នេះក៏បានហុចកដោទៅកាន់ស៊ីធៀងនៅខណៈពេលនោះម្ដាយរបស់គេក៏បានដើរទៅដោយគាត់បាននិយាយថាតើនេះគឺជាអ្វីទៅគាត់បំរុងទៅបើកកេះនោះមើលហើយដែលក្រវេតដៃទៅធ្វើឲ្យកេះនោះធ្លាក់គាត់បានប្រាប់ថាមិនបាច់យកកាដូអ្វីមកជូនពួកគេនោះទេគេសិតសឹងតែជាមនុស្សថោកទាបចោលមកសៀតទាំងអស់នៅខណៈពេលនោះលោកអភិបាលខេត្តបាននិយាយថាតើមានរឿងអីយល់ច្រឡំទៅនឹងហេតុអីបានជានាងហ៊ានសម្ដីក្អេងក្អាងដាក់យើងបែបនេះតើមិនស្គាល់ថាយើងគឺជានរណាទេមែនទេលោកអភិបាលខេត្តម្នាក់នេះក៏បានស្រែកឲ្យកូនចៅរបស់គាត់ទៅចាប់ឪពុកក្មេងរបស់យងធៀងដើម្បីមកសួរឲ្យដឹងហេតុផលរឿងរ៉ាវទាំងអស់នេះនៅខណៈពេលនោះឪពុកក្មេងរបស់យងធៀងក៏បានដើរទៅដោយគាត់បានលើកដៃប្រាប់ថាលោកអភិបាលខេត្តស្រីម្នាក់នេះបានមកអុកលោកកម្មវិធីកូនប្រុសនិងកូនស្រីរបស់ខ្ញុំពិតមែនហើយវាគឺជាមនុស្សថោកទាបស៊ីធៀងអត់កាន់ជើងម្ដាយនោះទេបានប្រាប់ថាចាត់ការវាទៅលោកអភិបាលខេត្តល្អណាស់ចាំមើលថាតើអ្នកណាហ៊ាននៅខណៈពេលនោះលោកអភិបាលខេត្តមិនទាន់និយាយអ្វីនោះទេក៏ប៉ុន្តែឪពុករួមជាមួយនឹងម្ដាយក្មេងរបស់ស៊ីធៀនក៏បាននិយាយញុះញង់ទៅកាន់លោកអភិបាលខេត្តដើម្បីឲ្យចាត់ការទៅលើម្ដាយរបស់ស៊ីធៀនស្រីចំគួតនេះបានចុះមកអុកលោកនៅក្នុងថ្ងៃមង្គលកូនស្រីរបស់ខ្ញុំរួមទាំងបានមើលងាយទៅដល់កិត្តិយសលោកអភិបាលខេត្តថែមទៀតផងរឿងនេះលោកអភិបាលខេត្តក៏មិនដោតឲ្យគេរួចខ្លួនអីឯស៊ីធៀននៅតែបង្ខំឲ្យម្ដាយរបស់ខ្លួនលុតចង្គង់សុំទោសទៅកាន់ឪពុករួមជាមួយម្ដាយក្មេកអភិបាលខេត្តនៅពេលនេះបាននិយាយថាស្ងាត់ឥឡូវនេះភ្លាមទៅរឿងទាំងប៉ុន្មានទុកឲ្យយើងគឺជាអ្នកវិនិច្ឆ័យទៅចុះនៅខណៈពេលនោះដែរអភិបាលខេត្តក៏បានដកកាំបិតតូចមួយចេញពីក្រោយខ្នងរបស់គាត់ដោយបោះទៅលើកាមេរ៉ាព្រំមិនត្រឹមតែប៉ុណ្ណោះទេគាត់ក៏បានបោះលុយប្រមាណសន្លឹកថែមទៀតផងដោយគាត់បានបញ្ជាឲ្យម្ដាយរបស់ស៊ីធៀនរើសយកកូនកំបិតរួមជាមួយនឹងលុយនោះក៏ប៉ុន្តែម្ដាយរបស់ស៊ីធៀនមិនព្រមអោនទៅរើសយកលុយដែលគេបានចោលនៅលើកាមេរ៉ាព្រំនោះឡើយស្រីចំគួតឯងនេះលុយនៅនឹងមុខហើយបែរជាមិនរើសទៀតឪពុកក្មេងរបស់ស៊ីធៀនក៏បានបង្ខំឲ្យគាត់អោនរើសលុយនោះប៉ុន្តែម្ដាយរបស់ស៊ីធៀនបាននិយាយថាខ្ញុំមិនមែនជាមនុស្សឈួតនោះទេហើយក៏មិនត្រូវការលុយបែបនេះនោះដែរ
ខ្ញុំគឺមានភាពស្មោះត្រង់នឹងសេចក្តីថ្លៃថ្នូររបស់ខ្ញុំស៊ីធានក៏បានអធិប្បាយនិងសូមទោសដល់ភ្ញៀវកិត្តិយសទាំងអស់គ្រប់គ្នាដែលស្ត្រីម្នាក់ចំណាស់ម្នាក់នេះចូលមកអុកឡុកនៅក្នុងថ្ងៃមង្គលរបស់គេមិនយូរប៉ុន្មានម្ដាយរបស់គេក៏បានទូរស័ព្ទទៅកាន់កូនចៅចំណិតឲ្យទៅកាន់ទីនោះជាបន្ទាន់លោកតាំងដែលជាអ្នកមានអំណាចនិងជាមនុស្សចំណិតរបស់លោកសេដ្ឋីនៅគណៈពេលនេះគេបានរៀបចំខ្លួនរួមជាមួយនឹងកូនចៅដោយនឹងហែហោមទៅភ្ជាប់ជាមួយនឹងប្លង់ដីប្លង់ផ្ទះនិងកាដូផ្សេងៗជាច្រើនទៀតដ៏មានតម្លៃហើយពួកគេក៏បានរៀបចំខ្លួនចេញទៅនៅគណៈពេលនេះទូរស័ព្ទរបស់លោកអភិបាលខេត្តក៏បានរោឡើងដោយមានអ្នកធំគេខលមកកាន់គាត់អភិបាលខេត្តរូបនេះខំប្រឹងនិយាយទូរស័ព្ទបន្ទាប់ពីបានដាក់ទូរស័ព្ទចុះអភិបាលខេត្តរូបនេះក៏បានប្រកាសប្រាប់ទៅកាន់ភ្ញៀវកិត្តិយសទាំងអស់ថានៅប៉ុន្មាននាទីខាងមុខទៀតនេះលោកតាំងដែលជាអ្នកគ្រប់គ្រងនៅទីក្រុងមួយនេះនឹងមកចូលរួមនៅក្នុងកម្មវិធីមង្គលនៅថ្ងៃនេះហើយពិតជាកិត្តិយសរបស់ឯងណាស់លឺបែបនេះហើយស៊ីធានគេក៏បានអោនគោរពដោយសេចក្តីត្រេកអរជាខ្លាំងអាយ៉ាពិតជាអស្ចារ្យម្ល៉េះនៅក្នុងថ្ងៃអាពាហ៍ពិពាហ៍នេះបែរជាអ្នកគ្រប់គ្រងទីក្រុងមួយនេះមកចូលរួមឃើញដែរទេស្រីកញ្ចាស់ថាថ្ងៃអាពាហ៍ពិពាហ៍របស់យើងពិតជាអស្ចារ្យណាស់នាងឆាប់អោនសំទោសយើងឥឡូវនេះទៅរួចហើយចាក់ចេញពីក្នុងកម្មវិធីប៉ះសិនបើនាងចង់សុកខ្លួននោះប៉ះសិនបើនាងមកធ្វើវាបន្តិចទៀតអ្នកគ្រប់គ្រងទីក្រុងមួយនេះមកដល់យើងនឹងយកគ្រឿងរ៉ាវនេះទៅប្តឹងលោកជាមិនខាននោះទេនោះនាងច្បាស់ជាចប់ហើយស្រីកញ្ចាស់ម្ដាយរបស់សេធានក៏បានញញឹមដោយមិនតបតកូនប្រុសរបស់គាត់ទេគាត់បានលើកដៃ3 2រំពេចនោះដែរសេធានបាននិយាយថាលើកដៃដល់អ្វីទៅនេះនាងចង់ឌឺយើងតើពិតមែនដែរទេគេបានស្រែកបញ្ជាឲ្យសន្តិសុខចូលមកអកកម្ដាយបង្កើតរបស់គេចេញពីទីនេះស្របពេលនោះដែរក៏ឃើញមានអ្នកបម្រើមួយក្រុមពាក់ឈុតពណ៌ក្រហមនឹងហែរួមជាមួយនឹងអំណោយវត្ថុជាច្រើនចូលមកកាន់ទីនេះដែលធ្វើឲ្យភ្ញៀវកិត្តិយសពិតជាស្រឡាងកាំងនៅក្នុងនោះក៏មានលោកតាំងអញ្ជើញមកផងដែរនៅខណៈពេលនេះគឺលោកតាំងរួមជាមួយនឹងអ្នកបម្រើរបស់គាត់បានចូលមកកាន់ទីនេះដោយមានយកអំណោយមកជាច្រើនថែមទៀតផងធ្វើឲ្យភ្ញៀវកិត្តិយសទាំងអស់នៅក្នុងកម្មវិធីគឺពិតជាស្រឡាងកាំងនៅខណៈពេលនោះអ្នកបម្រើបាននិយាយថាអំណោយដែលនៅក្នុងដៃរបស់ខ្ញុំនេះគឺជាប្លង់ដីដ៏សំខាន់មួយដែលមានតម្លៃវ៉ាលៀនបន្ទាប់មកគេក៏បានបើកអំណោយជាបន្តទៀតអំណោយបន្ទាប់រួមមានដូចជាឡានសេរីទំនើបរួមជាមួយនឹងផ្ទះវិឡាដ៏ធំស្កឹមស្កៃនៅខណៈពេលនោះដែលធ្វើឲ្យម្ដាយរបស់កូនកំមុំរួមជាមួយនឹងឪពុកពិតជាត្រេកអរខ្លាំងពិតមែនហើយម្ដាយរបស់សៀវធានបាននិយាយថាឯងច្បាស់ជាចង់បានអំណោយនេះខ្លាំងហើយសៀវធានប៉ុន្តែយើងគិតថាមនុស្សដូចជាពួកឯងនេះមិនស័ក្តិសមទទួលបានអំណោយដែលមានតម្លៃបែបនេះនោះទេបិទមាត់ភ្លាមទៅយាយកញ្ចាស់នេះគឺជាអំណោយនៅក្នុងថ្ងៃមង្គលសម្រាប់យើងទោះបីជាយាយកញ្ចាស់ឯនិយាយបែបនេះក៏យាយកញ្ចាស់ឯគ្មានសមត្ថភាពសម្រាប់ឲ្យអំណោយមួយនេះដល់យើងនោះដែរសិទ្ធិណាជាកូនអកតញ្ញូបាននិយាយមើងងាយម្ដាយមិនដាច់ពីមាត់នោះទេក៏ព្រោះតែអំណាចនៃទឹកប្រាក់បានបាំងមុខគេបាត់ទៅហើយលើគណៈពេលនោះឪពុកក្មេងរបស់សេធានបាននិយាយថានាងធ្វើនេះដូចជាមើងងាយចំពោះលោកតាំងពេកហើយលោកតាំងក៏បាននិយាយថាបានហើយនៅពេលនោះលោកអភិបាលខេត្តក៏បាននិយាយថានាយកតាំងនៅទីនេះគឺមានរឿងបន្តិចបន្តួចគណៈពេលនោះអ្នកគ្រប់គ្នាគឺស្ងៀមស្ងាត់មិនហ៊ាននរណានិយាយអីក្រៅពីអភិបាលខេត្តរួមជាមួយនឹងឪពុកម្ដាយក្មេងរបស់សេធាននោះទេឪពុកក្មេងរបស់សេធានណាគេមិនបានទទួលស្គាល់កំហុសរបស់ខ្លួនឯងនោះទេគេបានប្រាប់ទៅកាន់លោកនាយកតាំងថាលោកម្ចាស់តាំងគឺស្រីចង្រៃម្នាក់នោះបានមកអុកឡុកនៅក្នុងកម្មវិធីកូនប្រុសរបស់ខ្ញុំលោកតាំងក៏បានសួរទៅកាន់ពួកគេដើម្បីឲ្យរៀបរាប់នៅរឿងរ៉ាវគ្រប់បែបយ៉ាងចំណែកឯអ្នកមីងដែលជាម្ដាយរបស់សេធាននៅពេលនេះគាត់មិននិយាយអ្វីទាំងអស់ឪពុកក្មេងរបស់សេធានក៏បានរៀបរាប់លោកម្ចាស់តាំងស្រីម្នាក់នោះបានមកអុកឡុកថែមទាំងប្រមាថមើលងាយទៅកាន់លោកអភិបាលខេត្តថែមទៀតផងគេនិយាយនេះត្រឹមត្រូវហើយលោកម្ចាស់តាំងប៉ុន្តែខ្ញុំមិនវិនិច្ឆ័យទេទុកឲ្យលោកម្ចាស់តាំងគឺជាអ្នកចាត់ការកាត់ក្តីចំពោះរឿងនេះទៅចុះនៅគណៈពេលនោះលោកម្ចាស់តាំងក៏បានសួរបន្តទៀតថាតាំងតែពីដើមរហូតដល់ពេលនេះមានរឿងអ្វីកើតឡើងអភិបាលខេត្តម្នាក់នេះក៏បានកាន់ជើងទៅកាន់ខាងសេធាននោះដែរឪពុកក្មេងរបស់សេធានក៏បានលើកដៃចង្អុលដល់និយាយថាស្រីម្នាក់នេះត្រូវតែចាត់
ការយ៉ាងធ្ងន់ធ្ងរបើពុំដូច្នេះទេអ្នកផ្សេងនឹងយកគំរូតាមដែលមើងងាយចំពោះអភិបាលខេត្តនៅចំពោះមុខលោកម្ចាស់តាំងដូច្នេះលោកម្ចាស់តាំងក៏បានតបថាពួកឯងនិយាយនេះគឺសិតសឹងតែសមហេតុសមផលលើលោកតាំងនិយាយថាពួកគេនិយាយសម្ដីសិតតែសមហេតុសមផលធ្វើឲ្យពួកគេទាំងអស់គ្នាពិតជាសប្បាយចិត្តខ្លាំងមែនទែនប៉ុន្តែមិននឹកស្មានថាលោកម្ចាស់តាំងបានទះកំភ្លៀងទៅកាន់អភិបាលខេត្តមួយកំភ្លៀងនៅចំពោះមុខអ្នកគ្រប់គ្នានោះទេតើហេតុអីបានជាលោកម្ចាស់តាំងទះកំភ្លៀងខ្ញុំទៅវិញនៅពេលនោះលោកតាំងបាននិយាយថាឯងដឹងទេថាអ្នកដែលឯងមើងងាយនេះគឺជានរណាសេធានបានសួរថាលោកម្ចាស់តើស្រីនោះគឺជាអ្នកណាទៅសូម្បីតែសេធានដែលជាកូនបង្កើតត្រូវបានម្ដាយរបស់គេចិញ្ចឹមតាំងពីតូចក៏មិនដឹងនោះដែរថាងារម្ដាយរបស់គេគឺជាអ្នកណានៅពេលដែលសួរដូច្នេះគឺត្រូវបានលោកម្ចាស់តាំងទះសេធានមួយកំភ្លៀងយ៉ាងចាស់ដៃថែមទៀតផងលោកម្ចាស់តាំងក៏បានស្រែកសម្លុតថាហេតុអីបានជាឯងមើងងាយម្ដាយបង្កើតរបស់ខ្លួនឯងនៅខណៈពេលនោះដែរគឺធ្វើឲ្យអ្នកគ្រប់គ្នាពិតជាស្រឡាំងកាំងព្រោះដោយសារតែមើលទៅកាន់អាកប្បកិរិយារបស់នាយកតាំងហាក់បីដូចជាខឹងសម្បាចំពោះអ្នកមីងដែលជាម្ដាយរបស់សេធាននៅខណៈពេលនោះសេធានគេបានបកស្រាយថាលោកម្ចាស់តាមការពិតទៅខ្ញុំមិនបានមើលងាយស្រីម្នាក់នេះទេគេគឺជាអ្នកមកអុកឡុកនឹងចង់បំផ្លាញខ្ញុំគេមិនដែលចង់ឃើញខ្ញុំមានបាបនោះទេសេធានចាប់ផ្ដើមទម្លាក់កំហុសទាំងប៉ុន្មានឲ្យទៅកាន់ម្ដាយរបស់គេថែមទាំងយកដៃចំអកណ្ដាលមុខរបស់ម្ដាយថែមទៀតផងគេបានជេរប្រមាថនឹងជេរប្រតិចដេញម្ដាយចេញពីក្នុងកម្មវិធីរបស់គេដែលម្ដាយរបស់គេនៅពេលនេះគឺហាក់បីដូចជាមានការឈឺចាប់រហូតដល់ស្ពឹកមុខទៅហើយគេបានជេរម្ដាយដោយមិនញញើតមាត់ប៉ុន្តែនៅពេលនោះលោកតាំងបានទះកំភ្លៀងសេធានមួយកំភ្លៀងយ៉ាងចាស់ដៃអាក្មេងចង្រៃឯនេះពិតជាល្មើសគុណពិតមែននៅពេលដែលឃើញថាលោកតាំងបានកាន់ជើងទៅកាន់ម្ដាយរបស់សេធានធ្វើឲ្យពួកគេពិតជាភ្ញាក់ផ្អើលណាស់ឪពុកក្មេងរបស់សេធានបានសួរថាលោកម្ចាស់តើគេគឺជាណាហេតុអីបានជាលោកម្ចាស់កាន់ជើងគេដូចនេះនៅខណៈពេលនោះដែរម្ដាយរបស់សេធានបាននិយាយថាយើងឈិនសេមៀនគឺជាប្រធាននៃសហគមន៍អូនៅខណៈពេលដែលលើដូច្នេះពួកគេទាំងអស់គ្នាពិតជាស្រឡាំងកាំងជាពិសេសអ្នកដែលស្រឡាំងកាំងបំផុតនោះគឺជាសេធាននៅពេលនោះលោកតាំងបានសួរថាតើខ្ញុំត្រូវចាត់ការអ្វីទៅលើពួកគេដែរទេលោកស្រីម្ចាស់ឪពុកក្មេងរបស់សេធានក៏បានលើកដៃចង្អុលគាត់បាននិយាយថានាងឯងកុំមកកុហកយើងអីយើងមិនជឿនោះទេថានាងគឺជាប្រធាននៃសហគមន៍អូនោះលោកតាំងមិននិយាយច្រើនបានលើកដៃរបស់គាត់ទះទៅកាន់ឪពុកក្មេងរបស់សេធានមួយកំភ្លៀងទៀតរួចគាត់បាននិយាយថាបិទមាត់សំអុយរបស់ឯងឥឡូវនេះភ្លាមទៅគាត់បានបែកខ្នងដោយស្រែកប្រកាសទៅកាន់អ្នកគ្រប់គ្នាដោយក្តែងថាអ្នកដែលបានមើងងាយនឹងបានវាយដំទៅលើលោកស្រីឈិនគឺគ្មានអ្នកណាអាចរួចខ្លួនសំបីតែម្នាក់នោះទេមកដល់វគ្គនេះនៅពេលដែលលោកតាំងម្នាក់នេះបាននិយាយគ្រប់ទៅកាន់ម្ដាយរបស់សេធានដោយហៅថាលោកស្រីម្ចាស់នោះគឺមិនមានអ្នកណាជឿនោះឡើយពួកគេបានសើចចំអកដោយពួកគេបានគិតថាម្ដាយរបស់សេធានច្បាស់ជាកុហកគេចាក់ជាមិនខាននោះទេដោយឃើញម្ដាយរបស់សេធាននិយាយខ្លាំងៗទៅដាក់ស្វាមីរបស់ខ្លួនខណៈពេលនោះប្រពន្ធរបស់គេក៏បានចេញមកដោយនិយាយថាយាយកញ្ចាស់ឯងនេះហេតុនិយាយស្ដីបាននេះដាក់ប្តីរបស់យើងផងយើងមិនឲ្យយាយកញ្ចាស់ឯងរួចខ្លួននោះទេស្រីចង្រៃចំណែកឯម្ដាយក្មេងរបស់សេធានណាដែលជាមនុស្សតែស្គរក៏បានលើកដៃចង្អុលយើងនឹងចាស់កំភ្លៀងឯងស្រីចង្រៃប៉ុន្តែនៅពេលនោះលោកតាំងក៏បានចាប់ដៃជាប់ដល់និយាយថាអ្នកណាដែលហ៊ានប៉ះលោកស្រីម្ចាស់នោះច្បាស់ជាមិនរួចខ្លួនទេនៅថ្ងៃនេះយើងមិនអត់អន់តឲ្យគ្រួសារនេះទៀតនោះទេនៅខណៈពេលនោះម្ដាយរបស់សេធានក៏បាននិយាយបែបនេះដែលធ្វើឲ្យម្ដាយក្មេងរបស់គេគឺពិតជាខឹងខ្លាំងណាស់ឲ្យបានជេរទៅកាន់អ្នកទាំងពីរគេបាននិយាយថាពួកឯងដឹងដែរទេថាបងប្រុសជីដូនមួយរបស់យើងគឺជាអ្នកណាមិនសំខាន់នោះទេអ្វីដែលសំខាន់អ្នកណាដែលហ៊ានមើងងាយលោកស្រីម្ចាស់ពួកឯងនឹងត្រូវផ្ដន្ទាទោសហើយសូម្បីតែលោកអភិបាលខេត្តក៏មិនស្គាល់ជាមួយម្ដាយរបស់សេធានដែរដោយគេបាននិយាយថាហេតុអីបានជាលោកតាំងកាន់ជើងគេបែបនេះគេគឺជាមនុស្សធ្វើខុសណានាងត្រឹមតែជាមនុស្សស្រីសម្រែគ្មានអ្វីមកសំអាងនោះទេនាងចាំមើលចុះបងថ្លៃជាដូនមួយរបស់យើងគឺជាអ្នកធ្វើការនៅក្នុងសហគមន៍អ្នកដែលកុហកដូចជានាងលទ្ធផលនឹងទៅជាយ៉ាងណានៅខណៈពេលនោះម្ដាយរបស់សេធានអ្នកមីងក៏បាននិយាយថាអញ្ចឹងគួរតែហៅគេមកឥឡូវនេះនាងគឹងតែដឹងខ្លួននោះទេរងចាំប៉ុន្មាននាទីទៀត
សិនទៅពួកគេក៏បាននិយាយអួតក្អេងក្អាងដោយពួកគេមិនជឿពាក្យសម្ដីម្ដាយរបស់ស៊ីធាននោះទេថាគាត់គឺជាប្រធានសហគមន៍យ៉ាងពិតប្រាកដទោះបីជាគាត់និយាយយ៉ាងណាក៏ដោយពួកគេបានត្រឹមតែគិតថាគាត់គឺជាមនុស្សកុហកខោមិនខោអាវមិនអាវតែប៉ុណ្ណោះម្ដាយក្មេងរបស់ស៊ីធានបាននិយាយថាល្អណាស់នាងអះអាងថាខ្លួនឯងគឺជាប្រធាននៃសហគមន៍នៅពេលនេះយើងនឹងហៅបងប្រុសជីដូនមួយរបស់យើងដែលធ្វើការនៅទីនោះមកជាមិនខាននោះទេដល់នោះស្រីចង្រៃរួមទាំងអាកញ្ចាស់ឯងនេះនឹងដឹងខ្លួនជាមិនខាននោះឡើយនិយាយចប់ពីមាត់រួចហើយម្ដាយក្មេងរបស់ស៊ីធានបានលើកទូរស័ព្ទខលទៅកាន់បងប្រុសជីដូនមួយរបស់គេចំណែកឯបរិសម្នាក់នេះមានឈ្មោះថាឌូយ៉ាន់គេគឺជាប្រធានរងនៅក្នុងសហគមន៍មួយនេះគេបានចូលមកប្រាប់លោកនាយកថាឥឡូវនេះគឺមានការសំខាន់ជាបន្ទាន់លោកម្ចាស់ឌូនៅពេលនេះគឺមានដំណឹងល្អហើយស្ថានីយ៍នៃសហគមន៍ស៊ូបានអញ្ជើញឲ្យលោកឌូបានទៅចូលទីនោះដើម្បីនិយាយពិភាក្សាជាមួយនឹងការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មសេដ្ឋកិច្ចរបស់ក្រុមហ៊ុនយើងទាំងពីរលោកម្ចាស់ឌូរូបនេះពិតជាត្រេកអរណាស់ដែលទទួលការអញ្ជើញដ៏ខ្ពង់ខ្ពស់និងចង់ផ្សារភ្ជាប់ទំនាក់ទំនងការងាររវាងសហគមន៍ស៊ូដែលជាម្ដាយរបស់សេធានគាត់គឺជាអភិជននៅក្នុងទីក្រុងមួយនេះអ្នកមានមុខមានមាត់ខ្ពស់បំផុតដែលអ្នកណាក៏ចង់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយនោះដែរអំណាចទាំងអស់ដែលនៅក្នុងទីក្រុងមួយនេះគឺស្ថិតនៅក្នុងក្រោមកណ្ដាប់ដៃសេដ្ឋីនីស៊ូហើយមិនយូរប៉ុន្មានលោកម្ចាស់ឌូក៏បានបញ្ជូនឲ្យកូនចៅរបស់គាត់ទៅចាត់ការរឿងនោះរីឯលេវ៉ាន់រូបនេះវិញគេបានទទួលទូរស័ព្ទពីប្អូនស្រីជីដូនមួយបងប្រុសមកកាន់ទីនេះជាបន្ទាន់នៅសន្តាគារដែលកូនប្រុសរបស់ខ្ញុំរៀបការថ្ងៃនេះមានអ្នកចូលមកអុកឡុករួមទាំងនិយាយថាខ្លួនឯងគឺជាប្រធាននៃសហគមន៍ស៊ូថែមទៀតផងបែបនេះពិតមែនទេប្អូនស្រីបងនឹងទៅកាន់ទីនោះនៅពេលនោះលីវ៉ាន់គេក៏បានទៅគោះទ្វារសុំចៅហ្វាយរបស់គេដើម្បីអនុញ្ញាតសម្រាប់ការងារកន្លះថ្ងៃក៏ព្រោះតែនៅថ្ងៃនេះខ្ញុំមានធុរៈជាបន្ទាន់តើលោកអាចអនុញ្ញាតឲ្យខ្ញុំទៅបានដែរទេបានយើងអនុញ្ញាតឲ្យឯងឈប់សម្រាកនៅថ្ងៃនេះក៏ព្រោះតែក្រុមហ៊ុនមានដំណឹងល្អគេពិតជាសប្បាយចិត្តខ្លាំងមែនទែនដោយចៅហ្វាយរបស់គេអនុញ្ញាតឲ្យឈប់សម្រាកគេក៏ចាប់ផ្ដើមក្អេងក្អាងបោះឆាត់ចោលព្រះតែម្ដងនៅពេលនេះលីវ៉ាន់នេះបានជិះឡានសេរីទំនើបរបស់ចៅហ្វាយគេយ៉ាងលឿនដើម្បីមកកាន់សន្តាគារមួយនេះគ្រាន់តែចុះពីលើឡានគេបានទាញទូរស័ព្ទរបស់គេរួចហើយបានប្រាប់ទៅកាន់ប្អូនស្រីជីដូនមួយរបស់គេថាបងមកដល់ទីនេះហើយប្អូនកុំព្រួយបារម្ភអីសោះដោយឮថាបងប្រុសជីដូនមួយរបស់គាត់មកកាន់ទីនេះម្ដាយក្មេងរបស់ស៊ីធានណាពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលគេបាននិយាយថាឯងបន្តិចទៀតនឹងស្លាប់ឆាប់លុតជង្គង់ចុះឥឡូវនេះភ្លាមក៏ប៉ុន្តែសេដ្ឋីនីស៊ូគឺមិនបានខ្លាចញញើតជាមួយនឹងពាក្យសម្ដីរបស់គេនោះទេគាត់ក៏បានញញឹមអ្នកគ្រប់គ្នានៅក្នុងកម្មវិធីបាននិយាយថាអាយ៉ាបន្តិចទៀតនឹងមានរឿងអីកើតឡើងទៅណោះច្បាស់ជាចប់ជាក់ជាមិនខាននោះទេប៉ះសិនបើមនុស្សនៅក្នុងសហគមន៍មកកាន់ទីនេះនោះចូលលោកគិតយ៉ាងម៉េចដែរប៉ះសិនបើខ្ញុំគិតថាគាត់គឺជាស្ថិនីស៊ូយ៉ាងពិតប្រាកដតែនឹងមានរឿងអីកើតឡើងនៅទីនេះទៅមិនអាចទៅរួចនោះទេមើលទៅការស្លៀកពាក់របស់គេចុះពិតជាមិនអាចទៅរួចនោះទេអ្នកគ្រប់គ្នាបាននិយាយគ្រប់គ្នាយ៉ាងប្រុងប្រយ័ត្ននៅពេលនោះម្ដាយរបស់សេធានបាននិយាយថាអ្នកដែលគួរលុតជង្គង់ចុះគឺជាពួកឯងទៅវិញនោះទេតើណាហ៊ានឲ្យបងយើងលុតជង្គង់ចុះរំពេចនោះដែរបងប្រុសជីដូនមួយរបស់ម្ដាយក្មេងសេធានបានចូលមកហើយដែលធ្វើឲ្យគាត់ពិតជាសប្បាយចិត្តខ្លាំងមែនទែនបងប្រុសស្រីម្នាក់នោះបានមើលងាយមកកាន់គ្រួសារតាំងរបស់យើងហើយយ៉ាស្រីម្នាក់នេះហ៎មើលទៅដូចជាអ្នកសំទៀនអញ្ចឹងខោមិនខោអាវមិនអើនោះទេហេតុមកប្រមាណមើលងាយប្អូនស្រីរបស់យើងផងនៅថ្ងៃនេះនាងមិនរួចខ្លួននោះទេសត្វឆ្កែមួយក្បាលដូចជានាងនេះក្អេងក្អាងណាស់និយាយដូច្នេះរួចលើវ៉ាន់បានបញ្ជាឲ្យកូនចៅរបស់គេយកដំបងដើម្បីចូលទៅចាប់វាយទៅលើម្ដាយរបស់ស៊ីធានណាខឹងជាមួយនឹងម្ដាយរបស់គេជាខ្លាំងបានចាប់ច្បាច់ករបស់ម្ដាយឲ្យលុតជង្គង់សុំទោសគេទៅនឹងដីនៅគណៈពេលនោះប៉ុន្តែម្ដាយរបស់គេទោះបីជាស៊ីធានធ្វើយ៉ាងណាក៏មិនព្រមសុំទោសទៅកាន់កូនអប្រិយទុរយុរូបនេះនោះដែរគេក៏បានស្រែកថាបើយើងគិតចាស់អញអត់ព្រមសុំទោសយើងទេយើងនឹងវាយឲ្យស្លាប់ឥឡូវនេះនៅគណៈពេលនោះដែរអភិបាលខេត្តរូបនេះដោយឃើញថាម្ដាយក្មេងរបស់ស៊ីធានគឺមានបងប្អូនជាអ្នកធំធ្វើការនៅក្នុងសហគមន៍គេបានចាប់ផ្ដើមកាន់ជើងទៅកាន់ស៊ីធានភ្លាមដោយនិយាយថា
នាងស្រីចង្រៃម្នាក់នេះបានចូលមកអុកលោកកម្មវិធីពិតជាក៏អត់កតមខ្លាំងណាស់លើវ៉ាន់គេបានស្រែកដែលលឺថាតាំងតែពីដើមមកអត់មានអ្នកណាហ៊ានមើងងាយចំពោះយើងនោះទេប៉ុន្តែពីអ្នកឯងនេះពិតជាថ្លើមធំខ្លាំងណាស់សៀកធានដែលជាកូនអប្រេអត់មានឲ្យម្ដាយចេញពីទីនេះដោយស្រួលនោះទេគេបាននិយាយញុះញង់ទៅកាន់អ្នកធំនៅក្នុងនោះដើម្បីឲ្យចាត់ការទៅលើម្ដាយរបស់គេដែលគេបានកាត់ការម្ដាយរួមជាមួយនឹងកូនចៅហើយនៅគណៈពេលនេះលោកតាំងបាននិយាយថាបើអ្នកណាហ៊ានប៉ះពាល់លោកស្រីម្ចាស់តែប៉ុនចុងកញ្ចក់ពួកឯងកំថាយើងមិនបានប្រាប់ណាច្បាស់ជាស្ដាយក្រោយអស់មួយជីវិតជាមិនខាននោះទេសៀកធានបានស្រែកដោយលឺកាត់ទៅកាន់លោកតាំងថាយើងអត់ស្ដាយក្រោយនោះទេយាយកញ្ចាស់នេះត្រឹមតែជាអ្នករស់សម្រាប់នៅតាមចិញ្ចើមផ្លូវតែប៉ុណ្ណោះលោកវ៉ាន់ដែលជាអ្នកធ្វើការនៅក្នុងសហគមន៍ក៏បាននិយាយថាក្មួយកំព្រួយបារម្ភអីរឿងនេះទុកឲ្យមេគឺជាអ្នកចាត់ការទៅចោះគាត់បំរុងចូលទៅផ្ទះកំភ្លៀងរបស់អ្នកមីងជាសេដ្ឋីនេះទៅហើយប៉ុន្តែលោកតាំងសក់សម្នាក់នេះគាត់ក៏បានចេញមកដល់និយាយថាឯងដាច់ខាតមិនត្រូវប៉ះលោកស្រីម្ចាស់នោះទេរឿងអីដែលយើងមិនត្រូវប៉ះនោះឯងហ៊ានចូលមករារាំងផ្លូវរបស់យើងនៅថ្ងៃនេះគឺជាថ្ងៃសោយរបស់ពួកឯងទាំងពីរហើយយើងមិនបណ្ដឹងឲ្យពួកឯងរួចខ្លួននោះទេពួកឯងឆាប់ចូលលើនេះមកលោកតាំងបាននិយាយថាយើងសូមប្រមានឯងជាលើកចុងក្រោយនៅគណៈពេលនោះសុធានបាននិយាយថាមានលវ៉ាន់មិនបាច់ព្រួយបារម្ភនោះទេនាងស្រីម្នាក់នេះគ្មានអីអស្ចារ្យនោះឡើយវាគ្រាន់តែជាអ្នកអនាម័យតែប៉ុណ្ណោះខ្ញុំស្គាល់វាច្បាស់ខ្លាំងណាស់សុធានម្នាក់នេះហើយម្ដាយសិតតែវានៅនឹងមុខគេឯងតែម្ដងដែលធ្វើឲ្យគាត់លែងមានការឈឺចាប់ហើយក៏ព្រោះតែគាត់គិតថាកូនប្រុសម្នាក់នេះគឺជាកូនដេរឆានតែប៉ុណ្ណោះពួកគេបាននិយាយមើងងាយទៅកាន់សេដ្ឋីនីស៊ូដោយមិនដឹងនោះទេថាម្ដាយរបស់សេដ្ឋីណាគឺជាអ្នកមានអំណាចខ្លាំងបំផុតនៅក្នុងទីក្រុងមួយនេះសូម្បីតែសេដ្ឋីដែលជាកូនបង្កើតក៏មិនដឹងនោះដែរថាម្ដាយរបស់ខ្លួនណាគឺជាអ្នកមានអំណាចនៅក្នុងទីក្រុងមួយនេះនៅគណៈបដិសេដ្ឋីបាននិយាយមើងងាយទៅកាន់សេដ្ឋីនីស៊ូខ្លាំងពេកតែធ្វើឲ្យលោកតាំងទ្រាំប្រមាណនោះទេក៏បានទះសេដ្ឋីមួយកំភ្លៀងឲ្យដួលទៅលើកំរាលព្រំលើវ៉ាន់ក៏បាននិយាយថាឥឡូវនេះអស់ពេលរបស់ពួកឯងហើយយើងមិនទៅតឹងរងចាំទៀតនោះទេលើវ៉ាន់បានបញ្ជាឲ្យកូនចៅទៅចាប់សេដ្ឋីនីស៊ូរួមជាមួយនឹងលោកតាំងដើម្បីពុតខ្នងទៅក្រោយលោកតាំងដែលជាមនុស្សចំណិតរបស់សេដ្ឋីនីស៊ូពិតជាពូកែទ្រាំមែនទែននៅគណៈពេលនេះគេបានចាប់គាត់ពិតខ្នងទៅក្រោយគាត់មិនអាចដើរបង្រាស់រួចនោះទេលើវ៉ាន់បាននិយាយថានេះហើយគឺជាលទ្ធផលរបស់ឯងនោះប្រហែលណាស់ហ៊ានក្អេងក្អាងជាមួយនឹងយើងតាំងតែពីដើមមកយើងអត់ដែលជួបតាណាហ៊ាននិយាយដីក្រអិតក្រតុំមើងងាយយើងបែបនេះនោះទេនៅថ្ងៃនេះយើងមិនអភ័យទោសឲ្យឯងនោះឡើយពួកឯងឆាប់យកវាទៅវារហូតដល់បែកខ្នងខណៈពេលដែលលើវ៉ាន់បានបញ្ជាឲ្យកូនចៅយកលោកតាំងទៅស៊ីធានបាននិយាយថាសូមយកស្រីកញ្ចាស់ម្នាក់នេះទៅជាមួយផងវាក៏ស័ក្តិសមនឹងបែកខ្នងនោះដែរនៅគណៈពេលនេះសេដ្ឋីនេះស៊ូខំខ្លាំងណាស់ក៏បានចាប់កវាដៃរបស់សេធានចេញគាត់បានលើកយកទូរស័ព្ទដើម្បីខលទៅកាន់មនុស្សចំណិតរបស់គាត់មកកាន់ទីនេះជាបន្ទាន់ដើម្បីឲ្យចាត់ការទៅលើពួកគេប៉ុន្តែស្របពេលដែលគាត់បាននិយាយទូរស័ព្ទពួកគេបែរជាសើចចំអកទៅកាន់គាត់បន្ទាប់ពីសេដ្ឋីនេះស៊ូបានដាក់ទូរស័ព្ទចុះសេធានបាននិយាយថាយាយកញ្ចាស់នឹងឯងនេះស័ក្តិសមនឹងត្រូវបំផុតហើយពួកគេបានចាត់ការទៅលើសេដ្ឋីនេះស៊ូហើយប៉ុន្តែខណៈពេលនោះមានឡានសេរីទំនើបជាច្រើនគ្រឿងបានបើកមកដល់មុខសន្តាគារលំដាប់ផ្កាយមួយនេះលោកជុងបានចុះពីលើឡានសេរីទំនើបដែលមានកូនចៅជាច្រើនមកដង្ហែហមនៅខណៈពេលនោះសន្តិសុខក៏បាននិយាយថាតែលោកគឺជានរណាទៅត្រូវបានកូនចៅរបស់លោកជុងធាក់គេឲ្យដួលផ្កាប់មុខនៅទីនោះរួចហើយពួកគេក៏បានដើរចូលទៅក្នុងសន្តាគារលំដាប់ផ្កាយចំណែកឯសិទ្ធិដែលជាកូនអប្រ័យពុតដៃម្ដាយទៅនឹងក្រោយនោះសិទ្ធិនេះស៊ូបានកវាដៃរបស់សិទ្ធិចេញថែមទាំងបានទះគេមួយកំភ្លៀងថែមទៀតដែលធ្វើឲ្យសិទ្ធិនៅគណៈពេលនេះខឹងម្ដាយខ្លាំងទ្រាំពុកម៉ានោះទេក៏បានលោតទៅហក់បោយសក់របស់ម្ដាយរួចហើយឲ្យគេនេះអោនទៅលិតបាត់ជើងរបស់ខ្លួននេះឯងឆាប់លិតស្បែកជើងរបស់យើងឥឡូវនេះប៉ុន្តែនៅគណៈពេលនោះសេដ្ឋីនីស៊ូមិនព្រមអោននោះទេសេដ្ឋីបានចាប់ធ្វើទរណកម្មនិងធ្វើបាបម្ដាយរបស់គេជាខ្លាំង
លោកចុងបានចូលមកដល់ឃើញសភាពការបែបនេះគាត់បានស្រែកថាឈប់ไปលើនេះភ្លាមអ្នកគ្រប់គ្នាពិតជាស្រឡាងកាំងក៏បានកលេចទៅចំណែកឯលើវ៉ាណាគេអត់ដឹងនោះទេថាអ្នកដែលចូលមកគឺជានរណាក៏ព្រោះតែមិនទាន់បែរខ្នងនៅពេលនេះលោកចុងបានធាក់សិធានមួយជើងចំក្តារដើមទ្រូងនៅពេលនេះគឺលើវ៉ាន់បាននិយាយថាមិនខ្លាចអ្នកណាស្របពេលដែរលោកចុងក៏បានចូលមកដល់ផ្ទះកំព្រាំងលើវ៉ាន់ស្ទើរតែផ្កាប់មុខទៅហើយចំណែកឯសិធានណាគេក៏បាននិយាយមិនខ្លាចនោះដែរដោយគេមិនបានស្គាល់ថាអ្នកដែលចូលមកនោះគឺជាលោកចុងនោះទេត្រូវបានឪពុករបស់គេផ្ទះមួយកំភ្លៀងដោយឪពុកក្មេងរបស់សិធានបាននិយាយថាឯងឆាប់សុំទោសលោកចុងឲ្យលើនេះភ្លាមគ្រួសាររបស់សិធានក៏បានអោនដើម្បីទៅសុំទោសលោកចុងលើវ៉ាន់បាននិយាយថាខ្ញុំសុំទោសលោកចុងអំបញ្ញមិញខ្ញុំមិនដឹងថាជាលោកចុងនោះទេខ្ញុំមានរឿងចង់ប្រាប់ស្រីម្នាក់នោះបានមើងងាយក្អេងក្អាងមើងងាយទៅកាន់សហគមន៍ស៊ូថែមទៀតផងសូមលោកចុងចាត់ការវាទៅតែឯងមិនស្គាល់ស្រីម្នាក់នេះតើពិតដែរទេថាគាត់គឺជានរណានោះនៅគណៈពេលនោះលើវ៉ាន់ក៏បានងក់ក្បាលដោយគេអត់ស្គាល់សិទ្ធិនេះស៊ូនោះទេគណៈពេលនោះដែរលោកតាំងបាននិយាយថាសូមគោរពលោកចុងតើមានរឿងអីកើតឡើងទៅគឺពួកគេបានធ្វើបាបមកកាន់លោកស្រីម្ចាស់នៅគណៈពេលនោះលោកចុងបាននិយាយថាចូលនិយាយរៀបរាប់រឿងរ៉ាវទាំងអស់មកថាវាមានរឿងអ្វីកើតឡើងខ្លះទៅនៅគណៈពេលនោះលោកតាំងក៏បានរៀបរាប់ក៏ប៉ុន្តែលើវ៉ាន់ណាបានលើកដៃចង្អុលមកដល់និយាយថាបិទមាត់សំអុយរបស់ឯងឥឡូវនេះភ្លាមទៅឯងដឹងទេថាយើងគឺជាកូនចៅចំណិតរបស់លោកចុងម្ដាយរបស់សេធានគាត់ក៏បានលើកដៃចង្អុលកូនប្រុសរបស់គាត់បាននិយាយថាគាត់មិនមានរឿងជាមួយអ្នកណាក្រៅពីកូនប្រុសរបស់គាត់នោះទេក៏ប៉ុន្តែពួកនេះបានចូលមករញ៉េរញ៉ៃនៅគណៈពេលនោះសេធានបាននិយាយថានេះនាងហ៊ាននិយាយថាយើងគឺជាកូនប្រុសរបស់នាងទៀតទេលើវ៉ាន់រួមជាមួយអ្នកគ្រប់គ្នាគឺមិនជឿនោះទេថាសេធានណាគឺជាកូនប្រុសរបស់អ្នកស្រីម្នាក់នេះក៏ព្រោះតែមើលទៅការស្លៀកពាក់របស់គាត់ប្រៀបបីដូចជាអ្នករើសសម្រាមលើចុងក៏បានសួរទៅកាន់ភាគីទាំងពីរដើម្បីឲ្យពួកគេឆ្លើយរួមជាមួយនឹងអ្វីដែលពួកគេបានធ្វើនៅគណៈពេលនោះសិធានក៏បានឆ្លើយម្ដងរួចហើយនៅពេលនោះលោកចុងបានសួរទៅកាន់លោកតាំងថាតើមានរឿងអ្វីកើតឡើងឲ្យជម្រាបគាត់ដោយត្រង់លោកតាំងបាននិយាយថាសូមគោរពលោកចុងលោកស្រីម្ចាស់ស៊ូគាត់បានមកចូលរួមនៅក្នុងថ្ងៃអាពាហ៍ពិពាហ៍កូនប្រុសរបស់គាត់ប៉ុន្តែមិននឹកស្មានថានៅពេលដែលចូលមកដល់ពួកគេមិនទទួលស្គាល់ដូច្នេះហើយគាត់ក៏បានសម្រេចចិត្តថាទាមទារប្លង់ដីរបស់គាត់វិញដែលកូនប្រុសបានបោកប្រាស់យកទៅនិយាយមិនទាន់ចប់ផងសិធានបានស្រែកកាត់បិទមាត់របស់ឯងលើនេះភ្លាមទៅអាចកញ្ចាស់យើងមិនដែលបោកប្រាស់យកប្លង់ដីអ្នកណានោះទេសូមលោកចុងអនុញ្ញាតផងចុះសិធានក៏បានងក់ក្បាលរួចហើយសម្លឹងមើលម្ដាយរបស់គេស្ទើរតែជ្រុះគ្រាប់ភ្នែកដែលគេបាននិយាយថាហើយយើងក៏មិនមានម្ដាយជាមនុស្សសម្រាមបែបនេះនោះដែរយើងត្រូវតែមានម្ដាយគឺជាអ្នកខ្ពង់ខ្ពស់និយាយមិនទាន់ផុតពីមាត់ផងស្រាប់តែលោកចុងយាជើងរបស់គាត់ធាក់សិធានឲ្យដួលទៅលើកំរាលព្រំនៅក្បែរនោះសិធានបាននិយាយថាហេតុអីបានជាលោកកាន់ជើងវាដូច្នេះសូមលោកកាត់ក្តីដោយយុត្តិធម៌ផងចុះលើវ៉ាន់បាននិយាយថាលោកចុងគឺស្រីម្នាក់នោះបានមើងងាយមកកាន់កិត្តិយសរបស់ខ្ញុំរួមទាំងគ្រួសាររបស់ខ្ញុំទាំងមូលផងដែរខ្ញុំមិនអាចអត់ឱនទោសឲ្យនាងបាននោះទេមើលទៅលោកចុងកំពុងតែគិតវិនិច្ឆ័យគណៈពេលនោះដែរស្រាប់តែលើវ៉ាន់ម្នាក់នេះគេបានឱនទៅដល់និយាយប្រាប់លោកចុងថាតើលោកចុងដឹងទេនៅមុននេះគេបាននិយាយមើងងាយមកកាន់លោកចុងថែមទៀតផងគណៈពេលដែលលើវ៉ាន់បាននិយាយរឿងរ៉ាវបន្តទៀតគណៈពេលនោះលោកចុងមិនទាន់បាននិយាយអ្វីទេលើវ៉ាន់កាន់តែបានដៃដល់និយាយស្រែកយ៉ាងលឺដើម្បីបញ្ជាឲ្យលោកចុងចាត់ការទៅលើស្រីម្នាក់នោះក៏ប៉ុន្តែលោកចុងទ្រាំប្រមាណនោះទេបានដាក់លើវ៉ាន់មួយកំភ្លៀងយ៉ាងចាស់ដៃលើវ៉ាន់បាននិយាយថាហេតុអីបានជាលោកចុងកាន់ជើងអ្នកដតីខ្ញុំគឺជាកូនចៅដ៏ចំណិតរបស់លោកចុងអស់រយៈពេលជាយូរឆ្នាំណាស់មកហើយចុះថ្ងៃនេះខ្ញុំរវាងលោកចុងប្រហែលជាអស់ល្អអាក្រក់នឹងគ្រាទៀតហើយអាចចង្រៃគេបានស្រែកជេរដោយមិនខ្លាចអំណាចរបស់លោកចុងនោះទេថែមទាំងបានលើកដៃរបស់គេចង្អុលមុខលោកចុងថែមទៀតផងកន្លងមកយើងទ្រាំជាមួយឯងអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយនៅពេលនេះយើងនឹងតស៊ូហើយដណ្ដើមយកអំណាចដែលជាប្រធានរងនៅក្នុងសហគមន៍ស៊ូពីឯងនៅពេលនោះលើវ៉ាន់បានប្រកាសស្រែកប្រាប់ទៅកាន់អ្នកគ្រប់គ្នាក្តែងថាអ្នកគ្រប់គ្នាមើលនេះចុះគេពី
ពីមួយថ្ងៃទៅមួយថ្ងៃគឺមិនធ្វើអ្វីឡើយខ្ញុំគឺជាអ្នកធ្វើកិច្ចការរបស់គេទាំងអស់គេមិនស័ក្តិសមធ្វើជាប្រធានរងនៅក្នុងសហគមន៍ស៊ូនោះទេចាប់ពីថ្ងៃនេះខ្ញុំនឹងងើបតតាំងដើម្បីដណ្ដើមអំណាចពីគេហើយយ៉ាងម៉េចដែរត្រឹមប្រមាណនៅពេលនោះដែរលោកជុងក៏ត្រឹមប្រមាណពិតមែនបានតះកំភ្លៀងលើវ៉ាន់ឲ្យដួលទៅលើកំរាលព្រំសេធានឃើញដូច្នេះហើយក៏បានហាមឃាត់លោកជុងមិននិយាយច្រើននោះទេគាត់ក៏បានលើកដៃដល់ចំកណ្ដាលមុខសេធានយ៉ាងខ្លាំងមួយទំហឹងទៀតរួចហើយគាត់បានស្រែកប្រកាសថាយើងសេចុងគឺស្ថិតនៅលើភាពយុត្តិធម៌មិនកាត់ក្តីឬក៏មិនមានខ្សែបពួកនោះឡើយនៅពេលនោះលើវ៉ាន់បានងើបឡើងស្រែកសម្រុតទៅកាន់លោកជុងថាឯងគ្រាន់តែជាអ្នកមានអំណាចនៅក្នុងដៃតែប៉ុណ្ណោះក៏ប៉ុន្តែមនុស្សដូចជាឯងមិនអាចធ្វើអ្វីបានដោយខ្លួនឯងនោះទេលោកជុងបាននិយាយថាឯងចង់មើលងាយយើងតាពិតមែនដែរទេដូចជាមើលងាយនៅក្នុងសហគមន៍ស៊ូអញ្ចឹងនៅពេលនោះលើវ៉ាន់ណាខឹងណាស់បានចាប់កម្បួយកអាវរបស់លោកជុងដោយបានបំបាក់មុខបំបាក់មាត់គេនៅនឹងមុខអ្នករាល់គ្នាគេបាននិយាយទាំងស្រក់ទឹកភ្នែកថាកន្លងមកយើងខំបំរើឯងបំរើដោយស្មោះត្រង់ប៉ុន្តែយើងអត់បានការអីនោះទេនៅទីបំផុតយើងខ្លាចជាកូនចៅរបស់ឯងដដែលពិតជាឈឺចិត្តណាស់លោកជុងបាននិយាយថានេះហើយជាលទ្ធផលដែលឯងបានសាងនោះពួកឯងឆាប់ចាប់វាដើម្បីយកទៅដាក់តោឲ្យស័ក្តិសមបំផុតនៅខណៈពេលនោះដែរកូនចៅរបស់លោកជុងក៏បានយកដំបងវាយបំបាក់ជើងរបស់លើវ៉ាន់រួចហើយក៏បានអស់ចេញយកទៅចាត់ការនៅខាងក្រៅកម្មវិធីលោកជុងបានស្រែកប្រកាសទៅកាន់អ្នកគ្រប់គ្នាថានៅខណៈពេលនេះគឺលើវ៉ាន់ត្រូវបានគេចាត់ការរួចហើយអស់គេចេញពីខាងក្នុងសន្តាគារមួយនោះស្របពេលដែលបានចាក់ចេញក៏បានជួបជាមួយនឹងបរិមម្នាក់ដែលបានដើរចូលមករួមជាមួយនឹងអង្គរៈជាច្រើនអ្នកលើវ៉ាន់ក៏បានប្រាប់ទៅកាន់ហ៊ូសែនថាខ្ញុំត្រូវបានគេចាត់ការហើយសូមលោកម្ចាស់ជួយខ្ញុំផងនៅខណៈពេលនោះលោកហ៊ូសែនបានសួរថាតើនរណាដែលហ៊ានក្អេងក្អាងនៅក្នុងទីកន្លែងមួយនេះនៅពេលនោះលើវ៉ាន់បាននិយាយញុះញង់បន្ថែមដើម្បីឲ្យលោកហ៊ូសែនម្នាក់នេះខឹងទៅកាន់ម្ដាយរបស់សេធានគាត់ក៏បាននិយាយទៅកាន់លើវ៉ាន់ថាពិតជាក្អេងក្អាងខ្លាំងណាស់នៅខណៈពេលនោះគាត់បានប្រញាប់ប្រញាប់ដើរចូលទៅក្នុងខាងក្នុងកម្មវិធីចំណែកឯនៅខាងក្នុងកម្មវិធីសិតសឹងតាជាមនុស្សខ្លាំងរៀងខ្លួនដោយពុំមាននរណាម្នាក់ព្រមចោះចាញ់គ្នានោះទេនៅតែបន្តឆ្លោះគ្នាដដែលហ៊ូសែនបានបើកទ្វារដោយគាត់បានស្រែកថាតើណាហ៊ានក្អេកក្អាំងនៅទីនេះទៅគាត់បានដើរចូលស្របពេលដែលអ្នកទាំងអស់គ្នាកំពុងតែកលេចមើលគាត់គ្រប់គ្នាតែម្ដងសេធាននៅខណៈពេលហ្នឹងគឺត្រេកអរខ្លាំងណាស់លោកហ៊ូសែនម្នាក់នេះដែលជាមនុស្សមានអំណាចឥទ្ធិពលខ្លាំងពូកែនោះមកដល់គឺមិនបានសួរហេតុផលអ្វីច្រើននោះទេមកដល់គឺបានចង្អុលមុខទៅកាន់លោកសេដ្ឋីនីស៊ូទៅហើយប៉ុន្តែគាត់មិនដឹងនោះទេថាស្រីម្នាក់នេះគឺជានរណាក៏ព្រោះតែឃើញថាគាត់ពាក់ខោមិនខោអាវមិនអាវក៏ព្រោះតែគាត់បានទទួលដំណឹងមកពីលើវ៉ាន់រួចរាល់បាត់ទៅហើយនៅថ្ងៃនេះយើងនឹងដាក់តនាងឲ្យស័ក្តិសមនៅអ្វីដែលនាងហ៊ានប្រមាថនៅក្នុងទីក្រុងមួយនេះនៅគណៈពេលនោះសេដ្ឋីនីស៊ូក៏បានស្រែកថាសាក់មើលទៅប្រសិនបើចង់ដឹងនោះហើយបន្តិចទៀតលោកនឹងដឹងចាក់ជាមិនខាននោះទេនៅគណៈពេលនោះហ៊ូសែនបានស្រែកជេរទៅកាន់គាត់បន្ថែមទៀតដោយនិយាយថារឿងរញ៉ៃគ្រប់យ៉ាងគឺមកពីស្រីចង្រៃឯងនេះនាងគ្រាន់តែជាអ្នកជំនួយធម្មតាតែប៉ុណ្ណោះលោកសេដ្ឋីនីស៊ូគាត់បាននិយាយថានៅថ្ងៃនេះគាត់នឹងដកហ៊ូសែនចេញពីក្នុងមុខតំណែងការងាររបស់គាត់ចោលជាមិនខាននោះឡើយនៅខណៈពេលនេះហ៊ូសែនលើកបែបនេះហើយកាន់តែខឹងខ្លាំងបំផុតដោយគាត់បាននិយាយថាពួកឯងឆាប់ចូលទៅចាត់ការវាភ្លាមនៅខណៈពេលនោះកូនចៅរបស់គាត់ក៏បានចូលទៅពុតដៃរបស់សេដ្ឋីនីស៊ូរួមជាមួយនឹងលើជុងដែលជាកូនចៅរបស់គាត់ស្របពេលនោះដែរក៏ស្រាប់តែមានឡានសេរីទំនើបជាច្រើនគ្រឿងបានបើកមកកាន់ដល់ទីនេះដើម្បីចូលទៅខាងក្នុងកម្មវិធីដែរនៅខណៈពេលនោះលើជុងបានប្រាប់ទៅកាន់ហ៊ូសែនថាបិទមាត់ឥឡូវនេះភ្លាមទៅប៉ុន្តែនៅខណៈពេលនោះលោកហ៊ូសែនមិនព្រមបិទមាត់នោះទេក៏បានបញ្ច្រានលោកជុងចេញស្រាប់តែពួកអង្គរៈទាំងប៉ុន្មានបានលើកកំភ្លើងមកភ្ជង់ទៅកាន់ហ៊ូសែនគាត់បានលើកដៃចង្អុលពួកឯងសតែជាកាជះរបស់យើងហេតុអីបានជាយកកំភ្លើងមកភ្ជង់យើងឈួតតើពិតមែនដែរទេគាត់បានយកកំភ្លើងពីកូនចៅរបស់គាត់រួចហើយយកទៅភ្ជង់នៅលើលោកសេដ្ឋីនីស៊ូរឿងគ្រប់យ៉ាងមកពីស្រីចង្រៃឯងតែម្នាក់
គតនៅថ្ងៃនេះយើងមិនដោយឲ្យឯងរួចខ្លួននោះទេសេធានណាតែពេលដែលឃើញថាហូសេនលើកកំភ្លើងភ្ជង់ក្បាលម្ដាយរបស់គេរឹតតែសប្បាយចិត្តហើយនៅខណៈពេលនោះលោកតាំងបានស្រែកថាដាក់កំភ្លើងចុះឥឡូវនេះភ្លាមប៉ុន្តែហូសេនមិនព្រមនោះទេគេនៅតែបន្តដើម្បីចង់ចាត់ការទៅលើលោកសេដ្ឋីនីស៊ូទៀតប៉ុន្តែត្រូវបានលោកតាំងធាក់គេមួយជើងឲ្យដួលទៅលើកំរាលព្រំមួយនោះមិនយូរប៉ុន្មានសម្លេងក៏បានដើរចូលមកដោយគាត់បាននិយាយថាបញ្ឈប់រឿងឈួតឥឡូវនេះភ្លាមវ៉ាន់ស៊ឺដែលមានទឹកមុខរឹងពឹងម្នាក់នេះគ្រាន់តែដើរមកដល់ធ្វើឲ្យពួកគេគ្រប់គ្នាក៏បានអោនគោរពប៉ុន្តែលោកវ៉ាន់ស៊ឺរូបនេះគ្រាន់តែមកដល់មិននិយាយច្រើននោះទេក៏បានលើកដៃរបស់គាត់ទះកំភ្លៀងហូសេនមួយកំភ្លៀងធ្វើឲ្យដួលទៅលើកំរាលព្រំដោយគាត់បាននិយាយបន្ថែមទៀតថាឯងពិតជាហ៊ានខ្លាំងណាស់ហូសេនក៏បានសួរថាតើមានរឿងអីកើតឡើងទៅនៅពេលនេះស៊ីធានរួមជាមួយប៉ាក្មេងរបស់គេក៏បានខ្សឹបខ្សឺគ្នាប៉ាតើគេគឺជានរណាទៅគេគឺជាប្រធាននាយកបដីដែលគឺជាអ្នកមានអំណាចខ្លាំងបំផុតនៅក្នុងទីក្រុងមួយនេះគ្មានអ្នកណាប្រៀបស្មើនោះទេឯងមិនត្រូវប្រឆាំងជាមួយគាត់នោះទេថាមិនត្រូវឯងស្លាប់នៅក្នុងកម្មវិធីនេះក៏បាននោះដែរឯងត្រូវតែយកមុខយកមាត់លោកប្រធាននាយកបដីឲ្យបានធ្វើបែបនេះទើបឯងឈ្នះជាមួយនឹងស្រីចង្រៃម្នាក់នោះនៅខណៈពេលនេះហូសេនបានលើកដៃចង្អុលស្រីថោកទៀបនៅមុខលោកប្រធាននាយកបដីនាងបែរជាមិនលុតជង្គង់ទៅវិញពិតជាប្រហើនខ្លាំងណាស់នៅខណៈពេលនោះហូសេនក៏បានងើបឡើងដើម្បីឆ្លោះតតាំងជាមួយនឹងលោកស្រីស៊ូគាត់បាននិយាយថាលីមីងសឺគេគ្រាន់តែជាប្រធាននាយកបដីរឿងអីដែលយើងត្រូវលុតជង្គង់នោះនៅខណៈពេលនោះហូសេនបានចង្អុលមុខដោយចង់ចាត់ការទៅលើសេដ្ឋីនីស៊ូជាខ្លាំងប៉ុន្តែលោកតាំងបានធាក់គេមួយជើងចំកណ្ដាលដើមទ្រូងនៅខណៈពេលនោះហូសេនបំរុងមកងើបតតាំងប៉ុន្តែត្រូវបានលោកតាំងធាក់គេចំកណ្ដាលមុខទៀតដល់និយាយថាឯងទៅវិញនោះទេដែលជាមនុស្សប្រហិននោះដែលហ៊ានធ្វើបាបនេះចំពោះលោកស្រីម្ចាស់ទោះបីជាត្រូវគេវេម្ដងហើយម្ដងទៀតក៏ហូសេនចង់តែងើបទៅតតាំងប៉ុន្តែគណៈពេលនោះគឺត្រូវបានលីមីសឺដែលជាប្រធាននាយកបដីនោះចាប់ផ្ដួលគេមិនឲ្យងើបឡើងវិញបានទេគេបាននិយាយថាសូមអភ័យទោសលោកស្រីម្ចាស់ដែលនៅថ្ងៃនេះខ្ញុំធ្វើឲ្យមានរឿងបែបនេះកើតឡើងនៅចំពោះមុខលោកស្រីម្ចាស់ឪពុកក្មេងរបស់សេធានក៏បានវាទៅដោយលើកដៃចង្អុលរួចហើយនិយាយថាលោកប្រធាននាយកបដីស្រីម្នាក់នេះគ្រាន់តែជាអ្នកចំនួនក្រីក្រធម្មតាតែប៉ុណ្ណោះហេតុអីបានជាគ្រប់វាដូច្នេះនោះបើធ្វើបែបនេះដូចជាងងពេកហើយឪពុកក្មេងរបស់សេធានក៏បានស្រែកយ៉ាងលឺនៅចំពោះមុខប្រធាននាយកបដីរួមជាមួយនឹងអ្នករាល់គ្នាចំណែកឯហូសេនក៏បានជួយនិយាយបន្ថែមនោះដែរប៉ុន្តែពួកគេគ្រប់គ្នានៅតែមិនទាន់ដឹងនោះទេថាសេដ្ឋីនីស៊ូដែលជាម្ដាយបង្កើតរបស់សេធានណាគឺជានរណាហូសេនបានប្រាប់រួមទាំងនិយាយញុះញង់បន្ថែមដើម្បីឲ្យលោកប្រធាននាយកបដីចាត់ការទៅលើលោកសេដ្ឋីនីស៊ូក៏ប៉ុន្តែគាត់មិនបានចាត់ការនោះទេគាត់បានស្រែកប្រកាសទៅកាន់អ្នកគ្រប់គ្នាថាលោកស្រីស៊ូម្នាក់នេះគឺជាភ្ញៀវពិសេសសម្រាប់យើងអ្នកណាហ៊ានប៉ះពាល់នឹងមិនគោរពភ្ញៀវរបស់យើងនោះយើងនឹងដាក់ទោសគេឲ្យស័ក្តិសមបំផុតនៅទង្វើរបស់គេនៅខណៈពេលនេះគឺម្ដាយរបស់សេធានគាត់បាននិយាយទៅកាន់កូនប្រុសរបស់គាត់ថាចាប់តាំងពីថ្ងៃនេះទៅយើងគ្មានកូនប្រុសដូចជាឯងតទៅទៀតនោះទេសេធានគេខឹងណាស់បាននិយាយថានាងមិនមែនជាម្ដាយរបស់យើងស្រាប់ហើយស្រីចង្រៃគេក៏បានងើបឡើងដល់និយាយថាអ្នកគ្រប់គ្នាមើលចុះស្រីស្គួតម្នាក់នេះបានចូលមកអុកឡុកនៅក្នុងថ្ងៃមង្គលរបស់យើងថែមទាំងប្រាប់អ្នកគ្រប់គ្នាថាជាម្ដាយរបស់យើងនៅពេលនេះគេបាននិយាយថាកាត់ការយើងចោលទៅវិញនៅខណៈពេលនោះកូនចៅរបស់លោកស្រីស៊ូក៏បានធាក់សឺធានណាចំកណ្ដាលដើមទ្រូងធ្វើឲ្យគេដួលទៅគេបាននិយាយថាលោកស្រីម្ចាស់នៅពេលនេះខ្ញុំនឹងប្រកាសដំណឹងជូនទៅកាន់អ្នកគ្រប់គ្នានៅក្នុងនាមយើងគឺជាអ្នកគ្រប់គ្រងសេដ្ឋកិច្ចពាណិជ្ជកម្មទាំងអស់យើងសូមប្រកាសផ្ដាច់ទំនាក់ទំនងជាមួយនឹងគ្រួសារហ៊ូមួយនេះមិនឲ្យធ្វើប្រកបកិច្ចការងារអ្វីនឹងបោះទុំជាមួយនឹងក្រុមហ៊ុនណាមួយនោះឡើយអ្នកគ្រប់គ្នាគ្មានណាហ៊ានប្រកែកនោះទេក៏ព្រោះតែគាត់គឺជាអ្នកមានអំណាចខ្លាំងពូកែបំផុតនៅក្នុងទីក្រុងមួយនេះអ្នកគ្រប់គ្នានៅក្នុងកម្មវិធីក៏បានអោនមុខចុះគាត់បាននិយាយបន្ថែមទៀតថាក្រុមហ៊ុនរបស់ឯងទាំងប៉ុន្មាននឹងត្រូវខ្សែធនដោយមិនឲ្យឈើជើងបានទៀតនោះទេនៅខណៈពេលនោះសេធានខឹងបំផុតហើយ
ដោយគេបានតែកំភ្លៀងខ្លួនឯងចំនួន 4-5 ដៃនៅខណៈពេលនេះដៃរបស់សិធាននៅពេលដែលឆ្អែតចិត្តជាមួយនឹងកូនប្រុសរបស់គាត់ខ្លាំងពេកមិននិយាយអ្វីនោះឡើយគាត់បានដើរចាក់ចេញទៅទាំងភាពអស់ចិត្តហើយនៅខណៈពេលនេះឪពុកក្មេងរបស់សិធានរួមជាមួយភរិយារបស់គេបានហូរទឹកភ្នែកពុទ្ធោគ្រួសាររបស់យើងខំសាងមករយៈពេលជាង30ឆ្នាំបើយិតត្រូវខ្សែធនក្នុងមួយប្រព្រឹត្តភ្នែកនេះចាំមើលចោះស្រីចង្រៃបន្ទាប់ពីរឿងរ៉ាវដ៏រញ៉េរញ៉ៃនៅក្នុងកម្មវិធីរបស់ស៊ីធានបានបញ្ចប់អ្នកមីងស៊ូគាត់ក៏បានធ្វើដំណើរត្រឡប់ទៅភូមិគ្រឹះរបស់គាត់វិញលោកជីដែលជាអ្នកក្តោបក្តាប់អំណាចទាំងអស់នៅក្នុងទីក្រុងមួយនេះក៏បាននិយាយថាប្រសិនបើម្ចាស់ស្ត្រីត្រូវការអ្វីទៀតនោះសូមបញ្ជាមកកាន់រូបខ្ញុំមកចុះតាមការពិតទៅអ្នកមីងស៊ូម្នាក់នេះគាត់មិនមែនជាសេដ្ឋីនីធម្មតានោះទេគាត់គឺជាកូនស្រីនៃរាជវង្សស្ដេចថែមទៀតផងប៉ុន្តែគាត់បានចិញ្ចឹមបីបាច់សេធានរហូតដល់ធំក៏ព្រោះតែគាត់បានរត់ទៅរស់នៅជាមួយនឹងឪពុករបស់សេធានដែលជាមនុស្សសាមញ្ញធម្មតាឥឡូវនេះដែរទូរស័ព្ទក៏បានរោឡើងការងាររបស់ឪពុកក្មេងសេធានទាំងប្រមាណគឺត្រូវបានដួលរលំអស់ហើយឪពុកក្មេងខឹងខ្លាំងណាស់បានដល់សេធានចំកដាលមុខតែបង្ករឿងជាមួយនឹងលោកស្រីស៊ូដែលធ្វើឲ្យមានរឿងរញ៉េរញ៉ៃនេះគ្រួសាររបស់គាត់ប្រែជាខ្សែធនបើឯងមិនមែនរឿងជាមួយនឹងស្រីចង្រៃនោះក្រុមហ៊ុនរបស់យើងរួមទាំងកិច្ចការទាំងប៉ុន្មានដែលសាងមកក៏មិនរលាយនោះដែរយើងនឹងដេញឯងចេញពីផ្ទះនេះលោកប៉ាសេធានគឺជាស្វាមីរបស់កូនហើយពួកយើងរៀបការហើយលោកប៉ាគួរតែអត់ឱនទោសឲ្យគេម្ដងទៅកូនគិតថាពួកយើងគួរតែទៅរកអ្នកផ្សេងទៅគ្រួសាររបស់យើងច្បាស់ជាមិនរលំនោះទេពិតមែនហើយលោកប៉ានៅគណៈពេលនោះលោកប៉ារបស់អ៊ីងបាននិយាយថាតើឲ្យយើងធ្វើយ៉ាងម៉េចទៅប្តីប្រពន្ធគេទាំងពីរខំប្រឹងនិយាយអង្វរកឪពុកក្មេងរួមជាមួយម្ដាយក្មេងដោយមិនឲ្យបណ្ដេញស្វាមីរបស់នាងទៅតែរៀបការឲ្យថ្មីថ្មងចេញពីផ្ទះនោះទេស៊ីធាននៅពេលនេះខំប្រឹងរិះរកគ្រប់វិធីសាស្ត្រទាំងអស់ដើម្បីឲ្យបានរស់នៅផ្ទះនេះបន្តទៀតក៏ព្រោះតែគេគ្មានទីពឹងបន្តទៀតនោះទេប្លង់ដីដែលបោកពីម្ដាយយកមកគឺប្រគល់ឲ្យទៅឪពុករួមជាមួយនឹងម្ដាយក្មេងអស់បាត់ទៅហើយឪពុកក្មេងក៏បានគំរាមបើឯងមិនអាចឲ្យមុខចំនួនរបស់យើងត្រឡប់មកវិញបានទេឯងត្រៀមខ្លួនអស់សម្លៀកបំពាក់ចេញពីផ្ទះរបស់យើងទៅសេធាននៅគណៈពេលនេះគេពិតជាវល់អស់ហើយនៅថ្ងៃនេះសេធានសម្រាប់ចិត្តថាចូលទៅក្នុងភូមិគ្រឹះដើម្បីស្វែងរកលោកជីក៏ព្រោះតែមកចង់សុំអង្វរដើម្បីឲ្យកិច្ចការរបស់ឪពុកក្មេងគេរលូនឡើងវិញប៉ុន្តែនៅគណៈពេលនោះបុគ្គលិកបាននិយាយថាអត់តោះលោកអត់អាចចូលទៅខាងក្នុងបាននោះទេហេតុអីបានជាមិនអាចចូលទៅខ្ញុំសុំចូលទៅបន្តិចខ្ញុំមិនអាចឲ្យចូលទៅបាននោះទេសេធានខឹងខ្លាំងណាស់នៅគណៈពេលនេះចំណែកឯម្ចាស់ស្ត្រីស៊ូពេលដែលត្រឡប់មកដល់ភូមិគ្រឹះហើយគឺមិនបានតែងខ្លួនស្រស់ស្អាតនោះទេបានបន្លំខ្លួនធ្វើជាមនុស្សសាមញ្ញតោកយ៉ាក់ទៅវិញនៅពេលនោះកូនចៅបាននិយាយថាហេតុអីបានជាម្ចាស់ស្ត្រីមិនតែងខ្លួនគាត់បានប្រាប់ថាមិនបាច់មកតាមយើងនោះទេយើងចង់ទៅដើរលេងលំហែនៅខាងក្រៅរួចហើយតែងខ្លួនសាមញ្ញធម្មតាគាត់ក៏បានដើរមើលនៅបរិវេណជុំវិញនោះខណៈពេលនេះសេធានកំពុងតែឆ្លោះជាមួយបុគ្គលិកខណៈពេលដែលបុគ្គលិកស្រីរូបនេះមិនអនុញ្ញាតឲ្យខ្លួនចូលគេក៏បានបញ្ច្រានបុគ្គលិកស្រីរូបនោះឲ្យដួលទៅចំណែកឯម្ចាស់ស្ត្រីស៊ូក៏បានចុះមកពីលើភូមិគ្រឹះដ៏ធំសេធានក៏បានសោកចំអកអ្នកមីងបានមកលើកបុគ្គលិករបស់គាត់ដោយនិយាយទៅកាន់សេធានថាតែឯងមកទីនេះដើម្បីអ្វីទៀតយើនៅពេលនោះបុគ្គលិកបាននិយាយប្រាប់សេធានបានលើកដៃចង្អុលមុខបុគ្គលិកនោះដើម្បីឲ្យបិទមាត់របស់គេបិទមាត់របស់នាងភ្លាមទៅស្រីចង្រៃមិនតាក់ទងនឹងស្រីកញ្ចាស់ឯងនោះទេយើងមកទីនេះដើម្បីចង់ជួបជាមួយនឹងលោកជីតែម្នាក់តែប៉ុណ្ណោះនៅពេលនោះម្ចាស់ស្ត្រីស៊ូបាននិយាយថាលោកជីមិននៅទីនេះនោះទេកុំកុហកយើងអីយើងដឹងច្បាស់ណាស់ថាលោកជីច្បាស់ជានៅទីនេះស្រីកញ្ចាស់ឯងច្បាស់ជាធ្វើអ្នកបំរើនៅទីនេះហើយគេបាននិយាយមើលងាយទៅកាន់ម្ចាស់ស្ត្រីស៊ូខណៈពេលនោះអ្នកបំរើបាននិយាយថាគាត់មិនមែនជាអ្នកបំរើនោះទេក៏ប៉ុន្តែសេធានគេបានស្រែកសម្លុតមិនឲ្យបុគ្គលិកនោះតមាត់ជាមួយនឹងគេនោះទេគេបាននិយាយថាមនុស្សដូចជានាងនេះគ្មានអីក្រៅជាធ្វើជាអ្នកបំរើគេនោះទេម្ដាយខឹងខ្លាំងពេកលើកជើងរបស់គាត់ធាក់ចំកណ្ដាលពោះរបស់សេធានមួយជើងអាកូនចង្រៃអាកូនឆ្កែកូនឆ្មាសេធានខឹងណាស់
ដែលជាកូនអប្រិយទុរយុសបានលើកចង្អុលដៃទៅកាន់ម្ដាយគេបានងើបឡើងស្រែកសម្លុតថានាងចាំមើលចុះម្ចាស់ស្ត្រីសួរខឹងជាមួយនឹងសេធានដែលជាកូនប្រុសបង្កើតរបស់គាត់ជាខ្លាំងដោយគេបានចូលមកមើលងាយនិងជេរប្រមាថទៅលើរូបគាត់សេធានបន្ទាប់ពីត្រូវម្ដាយរបស់ខ្លួនធាក់មួយជើងចំកណ្ដាលពោះធ្វើឲ្យគេដួលហើយគាត់ក៏បានងើបឈរឡើងដោយស្រែកជេរទៅកាន់ម្ដាយបង្កើតរបស់គេដោយឡែតតែម្ដងខណៈពេលនោះអ្នកបម្រើប្រុសម្នាក់ក៏បានរត់ចូលមកដោយគេបានសួរថាតើមានរឿងអ្វីកើតឡើងទៅអ្នកបម្រើបានប្រាប់ថាសេធានបានចូលមកកាន់មកអុកលុកនៅទីនេះប៉ុន្តែសេធាននៅតែមិនទទួលកំហុសរបស់ខ្លួនបានលើកដៃចង្អុលមុខម្ដាយបង្កើតដែលធ្វើឲ្យអ្នកបម្រើប្រុសម្នាក់នេះខឹងខ្លាំងមែនទែនឯងពិតជាហ៊ានខ្លាំងណាស់ដែលហ៊ានជេរប្រមាថបែបនេះនៅពេលនោះគេបានបញ្ជាឲ្យសន្តិសុខចាប់អស់សេធានចេញពីទីនេះគេបានស្រែកជេរទៅកាន់ម្ដាយរបស់គេទៀតហើយដោយមិនបណ្ដោយឲ្យគេចូលទៅក្នុងទៀតនោះទេសេធានមិនដឹងនោះទេថាម្ដាយរបស់ខ្លួនណាគឺជាកូនស្រីរបស់ស្ដេចហើយម្ដាយរបស់គេគឺជាម្ចាស់ក្សត្រីសេធានបានគិតថាម្ដាយត្រឹមតែជាអ្នកបម្រើសាមញ្ញធម្មតាតែប៉ុណ្ណោះទើបគេមិនឲ្យតម្លៃថែមទាំងមិនទទួលស្គាល់ម្ដាយនៅចំពោះមុខមហាជនគ្រប់គ្នាថែមទៀតផងសេធានកំពុងតែស្រែកជេរម្ដាយរបស់ខ្លួនឡែតនៅចិត្តភូមិគ្រឹះដ៏ធំនោះក៏មានសន្តាគារមួយខណៈពេលនោះបានជួបជាមួយនឹងបរិម្នាក់គេបាននិយាយថាហេនេះគឺជាសេធានពិតដែរទេមើលទៅអញឥឡូវនេះដូចជាស្គមស្គាំងដល់ហើយនៅសេធានក៏បានញញឹមក៏ព្រោះតែជួបជាមួយចៅហ្វាយចាស់របស់គេអ្នកប្រុសសឿនខ្ញុំគឺមានរឿងជាច្រើនណាស់ដែលមិនអាចនិយាយបាននៅខណៈពេលនោះគេបានសួរទៅកាន់សេធានថាតើឥឡូវនេះឯងធ្វើការនៅទីណាដែរសេធានពួកគេបាននិយាយពីសុខទុក្ខទៅកាន់គ្នាបន្តិចបន្តួចសេធានចាប់ផ្ដើមទឹកភ្នែកអ្នកប្រុសសឿនខ្ញុំគឺត្រូវបានគេធ្វើបាបមិនត្រឹមតែប៉ុណ្ណោះនោះទេគេបានធ្វើឲ្យគ្រួសាររបស់ខ្ញុំខ្សែធនតែមទៀតផងហើយខ្ញុំបានយកអ្នកប្រុសសឿនមកអះអាងប៉ុន្តែគេក៏បានមើលងាយទៅកាន់អ្នកប្រុសសឿននៅខណៈពេលនេះអ្នកប្រុសសឿនម្នាក់នឹងដែលជាមនុស្សត្រជាស្ករហើយថែមទាំងគេជាក្មេងពីលថែមទៀតបាននិយាយទៅកាន់សេធានថាឯងឆាប់នាំយើងទៅរកស្រីម្នាក់នោះភ្លាមយើងនឹងចាត់ការគេឲ្យអស់ដៃសេធានក៏ពូកែញុះញង់នោះដែរបានញុះញង់ឲ្យបរិម្នាក់នេះចង់ចាត់ការទៅលើម្ដាយបង្កើតរបស់ខ្លួនគេពិតជាត្រេកអរខ្លាំងណាស់ថែមទាំងបានអញ្ជើញសេធានឲ្យទៅចូលរួមនៅក្នុងកម្មវិធីជប់លៀងនៅសន្តាគារលំដាប់នៅល្ងាចនេះផងមិនយូរប៉ុន្មានល្ងាចក៏បានចូលមកដល់សេធានបានហៅប្រពន្ធម្ដាយរួមជាមួយឪពុកក្មេងមកចូលរួមកម្មវិធីជប់លៀងដ៏ធំនៅក្នុងសន្តាគារមួយនេះបតោសេធានពិតជាអស្ចារ្យណាស់កម្មវិធីនេះពិតជាធំបំផុតហើយច្បាស់ជាមានអ្នកមានមុខមានមាត់មកជាមិនខានដល់នៅគ្រួសាររបស់យើងច្បាស់ជាអាចភ្ជាប់ទំនាក់ទំនងជាមួយនឹងគ្រួសារដទៃទៀតនៅខណៈពេលនោះសេធានបាននិយាយថាលោកប៉ាអ្នកម៉ាក់ក្មេងសូមអញ្ជើញចូលទៅខាងក្នុងនៅពេលនេះគ្រួសាររបស់គេគឺមានការសប្បាយចិត្តជាខ្លាំងមិនយូរប៉ុន្មានឡានសេរីទំនើបដ៏មានតម្លៃរាប់រយលានដុល្លារបានបើកមកកាន់ទីនេះអ្នកបម្រើបានប្រញាប់ចូលទៅបើកទ្វារឡានអ្នកដែលចុះពីលើឡានដែលជានារីដ៏ស្រស់ស្អាតដែលតែងខ្លួនថ្ងៃនេះគឺជាម្ចាស់ស្ត្រីស៊ូដែលជាម្ដាយបង្កើតរបស់សេធានគាត់បានដើរបោះជំហានយ៉ាងអស្ចារ្យតែជួនជាចៃដន្យពិតមែននៅថ្ងៃនេះម្ចាស់ស្ត្រីស៊ូក៏បានជួបជាមួយនឹងគ្រួសាររបស់សេធានទៀតហើយម្ដាយក្មេងរបស់គេបាននិយាយថាអីយ៉ានេះគឺជាស្រីដ៏សម្រាប់ម្នាក់នោះតែតើកូនប្រសាក៏មិនមើលមុខម្ដាយក្មេងនោះដែរពួកគេបាននិយាយមើលងាយទៅកាន់ម្ចាស់ស្ត្រីស៊ូគាត់បាននិយាយថាចាំមើលបន្តិចទៀតអ្នកគ្រប់គ្នានឹងដឹងហើយភ្លឺភ្នែកជាមិនខាននោះទេអាយ៉ាអ្នកម៉ាក់មិនគួរណាយកមាត់ទៅចលក់ជាមួយនឹងសម្រាមបែបនេះនោះទេពិតជាស្អុយរលួយខ្លាំងណាស់ខ្ញុំខ្លាចថាសម្រាមគឺខ្ទាតមកប៉ះលើខ្លួនរបស់ពួកយើងដែលជាគ្រួសារអ្នកថ្លៃថ្នូរភរិយារបស់សេធានបាននិយាយប្រមាថមើលងាយទៅកាន់ម្ចាស់ស្ត្រីស៊ូដោយពួកគេគឺមិនបានដឹងនោះទេថែមទាំងបាននិយាយជេរទៅកាន់គាត់ថែមទៀតផងនៅពេលនេះនាងបាននិយាយថាយីកញ្ចាត់ដ៏មានក្លិនសម្អុយឯងនេះច្បាស់ជាមកបន្លំចូលក្នុងកម្មវិធីនេះជាមិនខាននោះទេពិតមែនហើយអូននិយាយពិតជាត្រឹមត្រូវមនុស្សសម្រាមបែបនេះគ្មានអ្នកណាអញ្ជើញមកកម្មវិធីដ៏ធំដូចនេះនោះទេវាមកនេះច្បាស់ជាចង់អុកលុកបងចាក់ជាមិនខាននោះទេចាប់ចេញឥឡូវនេះភ្លាមទៅស្រីកញ្ចាស់
បើមិនចង់ឲ្យយើងឲ្យសន្តិសុខមកអស់ក៏ឯងចេញនោះទេនៅខណៈពេលនេះម្ចាស់ស្ត្រីស៊ូបាននិយាយថានេះគឺជាកម្មវិធីជប់លៀងរបស់យើងគឺជាអ្នកចេញគំនិតរៀបចំដោយផ្ទាល់រឿងអីដែលត្រូវចេញទៅ ហាឯនេះពិតជានិយាយមិនខ្មាស់មាត់ខ្លួនឯងពិតមែនហើយកម្មវិធីជប់លៀងដ៏ធំដូច្នេះតើឯងមានអីមកសម្អាងថាវាគឺជាកម្មវិធីរបស់ឯងអ្នកម៉ាក់លោកប៉ាសូមអញ្ជើញចូលក្នុងកម្មវិធីទៅម្ចាស់ស្ត្រីស៊ូបាននិយាយថាពួកឯងមិនបាច់ចូលទៅទេយើងមិនទទួលស្វាគមន៍ម្ដាយក្មេងរបស់សេធានខឹងណាស់បានដើរទៅបំរុងនឹងលើកដៃទះកំភ្លៀងម្ចាស់ស្ត្រីស៊ូទៅហើយប៉ុន្តែត្រូវបានគាត់ទះកំភ្លៀងមួយកំភ្លៀងភ្លាមនោះកូនប្រសាបំរុងដើរទៅទះកំភ្លៀងគាត់ទៀតប៉ុន្តែត្រូវបានម្ចាស់ស្ត្រីស៊ូចាប់ផ្ទះគេម្ដងហើយម្ដងទៀតសេធានខឹងខ្លាំងណាស់យាយគេចាស់ឯងហ៊ានផ្ទះកំភ្លៀងប្រពន្ធរបស់យើងផងគាត់បានតបថាយើងមានរឿងអីដែលត្រូវខ្លាចទៅខ្លាំងជាងនេះក៏យើងហ៊ាននោះដែរសេធានខឹងណាស់នៅខណៈពេលនេះបាននិយាយមើងងាយម្ដាយរបស់ខ្លួនលែងខ្លាចបាបហើយមិនត្រឹមតែប៉ុណ្ណោះនោះទេសេធានបាននិយាយគំរាមម្ដាយរបស់គេគឺមិនឲ្យសុកទៀតផងនៅពេលនោះគេបានលើកយកសម្បត្តិអញ្ជើញចូលក្នុងកម្មវិធីនេះចេញពីក្នុងហោប៉ៅជាកញ្ចាស់ឯងមើលចុះនេះគឺជាសម្បត្តិអញ្ជើញរបស់គ្រួសារយើងណា តើនាងមានសម្បត្តិនេះដែរទេពិតមែនទេតើនាងមានសម្បត្តិនេះទេនៅខណៈពេលនេះដែរគឺម្ចាស់ស្ត្រីស៊ូបានចូលទៅខាងក្នុងកម្មវិធីចំណែកឯអ្នកប្រសើរនៅខណៈពេលនេះគេបានហៅឪពុកម្ដាយរបស់គេដើម្បីឲ្យមកចាត់ការទៅលើម្ចាស់ស្ត្រីស៊ូក៏ព្រោះតែគេមិនបានដឹងនោះទេថាគាត់គឺជាម្ចាស់ស្ត្រីឪពុករបស់អ្នកប្រសើរដែលជាអ្នកធ្វើការក្នុងរាជការបានមកដល់ទីនេះប្រពន្ធរបស់គាត់បាននិយាយថាបងចាត់ការស្រីម្នាក់នោះទៅគេហ៊ានមើលងាយកូនប្រុសរបស់យើងអូនមិនចង់ឲ្យបងទុកគេនោះទេនៅថ្ងៃនេះគេបានមើលងាយមកលើកិត្តិយសគ្រួសាររបស់យើងស្រាប់តែប្តីរបស់គេបានទះកំភ្លៀងភរិយានៅនឹងមុខគេហេតុអីបានជាបងទះកំភ្លៀងខ្ញុំឲ្យបងចាត់ការទៅលើវាដោយគ្រាន់តែឃើញមុខរបស់ម្ចាស់ស្ត្រីស៊ូឪពុករបស់អ្នកប្រសើរគឺបានដឹងបាត់ទៅហើយថាគាត់គឺជានរណាគាត់ក៏បានអោនក្បាលចុះរួចហើយនៅខណៈពេលនោះគាត់បាននិយាយថានេះគឺជាវត្ថុអនុស្សាវរីយ៍នៅក្នុងថ្ងៃពិធីជប់លៀងរបស់ម្ចាស់ស្ត្រីគាត់បានទះដៃដើម្បីឲ្យអ្នកបម្រើយកវត្ថុអនុស្សាវរីយ៍ទាំងអស់នោះចូលមកប៉ុន្តែម្ចាស់ស្ត្រីស៊ូមិនទទួលនោះទេគាត់បាននិយាយថាគ្រួសាររបស់ឯងបានមើលងាយមកលើកិត្តិយសរបស់យើងទៅហើយយើងមិនអាចទទួលយកបាននោះទេលើបែបនេះឪពុករបស់អ្នកប្រសើរបានលុតជង្គង់វឹបនៅពេលនោះប្រពន្ធបានវាយទៅកាន់ប្តីកូនប្រុសក៏បាននិយាយប៉ាមើលចុះមើលមុខរបស់កូនចុះអត់អីបានជាប៉ាទៅលុតជង្គង់ចំពោះគេឪពុកមិនទាន់ប្រាប់កូនប្រុសនោះទេបានទះកំភ្លៀងកូនប្រុសឡើងដាច់ផ្ងាទៅហើយគាត់បាននិយាយថានៅថ្ងៃនេះគឺជាកំហុសរបស់ខ្ញុំណាស់ដែលបណ្ដោយឲ្យកូនរួមជាមួយប្រពន្ធមើលងាយទៅកាន់ម្ចាស់ស្ត្រីនោះនៅខណៈពេលនោះម្ចាស់ស្ត្រីស៊ូបាននិយាយថាយើងមិនអាចអត់ឱនទោសឲ្យអ្នកណាបាននោះទេបងតើវាជាអ្នកណាហេតុអីបានបងលុតជង្គង់ចំពោះវាកូនប្រុសរបស់យើងបាននិយាយថាវាគ្រាន់តែជាអ្នកបំរើអ្នករត់សម្រាមតែម្នាក់ប៉ុណ្ណោះនៅពេលនោះដែរអ្នកប្រសើរបានងើបឡើងប៉ាឆាប់ងើបឡើងមកប៉ាមិនគួរលុតជង្គង់ចំពោះស្រីម្នាក់នេះនោះទេពិតជាប្រហើនបំផុតអត់ដែលមានអ្នកណាហ៊ានមើលងាយមកកាន់កិត្តិយសរបស់យើងដូច្នេះនោះទេនៅខណៈពេលនោះឪពុករបស់លោកសើណាបានសុំទោសទៅកាន់ម្ចាស់ស្ត្រីស៊ូទៀតក៏ប៉ុន្តែទោះបីជាយ៉ាងណាច្បាប់គឺមិនអាចលើកលែងទោសឲ្យអ្នកដែលបានមើលងាយមកកាន់កិត្តិយសរបស់ម្ចាស់ស្ត្រីនោះឡើយចំណែកឯអ្នកប្រសើររួមជាមួយម្ដាយរបស់គេគឺនៅតែមិនទាន់ជឿនោះទេនៅពេលនេះថាម្ចាស់ស្ត្រីស៊ូគឺជាម្ចាស់ស្ត្រីប៉ុន្តែនៅពេលដែលឃើញថាឪពុករបស់គេមិនហ៊ានងើបឡើងដូច្នេះពីអ្នកម្ដាយកូនចាប់ផ្ដើមភ័យបន្តិចម្ដងហើយនៅខណៈពេលនេះគេបានលើកប៉ារបស់គេឡើងម៉ាក់ត្រូវទៅជួយកូនណាចាត់ការស្រីម្នាក់នោះទៅឲ្យម៉ាក់ចាត់ការយ៉ាងម៉េចបើប៉ាឯងមិនព្រមងើបឡើងនោះគាត់បានបញ្ជាឲ្យស្វាមីរបស់គាត់ងើបឡើងដោយគម្រាមនឹងលែងលះគ្នាថែមទៀតផងប៉ុន្តែទោះបីជាយ៉ាងណាស្វាមីគឺមិនព្រមងើបឡើងនោះទេនៅខណៈពេលនេះសេធាននៅពេលដែលឃើញដូច្នេះគេបាននិយាយប្រាប់ទៅកាន់ភៀកិត្តិយសទាំងអស់ថាអ្នកគ្រប់គ្នាចូលស្ដាប់ខ្ញុំកុំខ្លាចស្រីម្នាក់នេះអីខ្ញុំស្គាល់គេច្បាស់ណាស់គេគ្រាន់តែជាអ្នករស់សម្រាប់ម្នាក់តែប៉ុណ្ណោះទៅថ្ងៃនេះ
វាច្បាស់ជាខ្លាញ់មិនឡំខ្លួនធ្វើជាម្ចាស់ស្ត្រីជាមិនខាននោះទេពុកក្មេងរបស់ស៊ីធានបាននិយាយដូចនេះដែរសូមលោកកុំខ្លាចវាអីនៅថ្ងៃនេះម្ចាស់ស្ត្រីខំខ្លាំងណាស់បានងើបឈរឡើងដល់និយាយថាអ្នកដែលហ៊ានប្រមាថមើលងាយមកកាន់កិត្តិយសរបស់យើងនៅថ្ងៃនេះយើងមិនអត់ឱនទោសឲ្យអ្នកណាម្នាក់នោះទេនៅខណៈពេលនេះលោកតារបស់អ្នកប្រសើនបំរុងនឹងយាដៃទៅផ្ទះកំភ្លៀងរបស់ម្ចាស់ស្ត្រីស៊ូទៅហើយប៉ុន្តែលោកសឺជីបានចូលមកទាន់ដោយបានឲ្យម្ចាស់ស្ត្រីអង្គុយទៅលើគ្រែវិញនៅថ្ងៃនេះម្ចាស់ស្ត្រីស៊ូមិនបងអង់ដៃនោះទេក៏ព្រោះតែគាត់នឹងបើកបង្ហាញអ្នកគ្រប់គ្នាហើយថាគាត់គឺជាម្ចាស់ស្ត្រីនៅពេលនឹងដែរលោកជីក៏បានប្រកាសប្រាប់ទៅកាន់អ្នកគ្រប់គ្នាថាគាត់គឺជាម្ចាស់ស្ត្រីនៃអ្នកដែលគ្រប់គ្រងនៃទឹកដីមួយនេះក៏ប៉ុន្តែគឺមិនមានអ្នកណាជឿនោះទេថាម្ដាយរបស់សឺធាណាគឺជាម្ចាស់ស្ត្រីលោកជីបាននិយាយថាខ្ញុំក្នុងនាមជាលើជីគឺជាអ្នកអះអាងយ៉ាងពិតប្រាកដថាគាត់គឺជាម្ចាស់ស្ត្រីស៊ូដែលគ្រប់គ្រងនៅទឹកដីមួយនេះកន្លងមកគាត់បានបន្លំខ្លួនធ្វើជាអ្នកសាមញ្ញធម្មតាពួកក្មេងរបស់សិធានភ័យណាស់គាត់បានចំហមាត់សិធានបាននិយាយថាយើងមិនជឿនោះទេយើងមិនជឿនោះឡើយកុំកុហកយើងអីវាគ្រាន់តែជាម្ដាយឥតបាត់ការម្នាក់តែប៉ុណ្ណោះអ្នកគ្រប់គ្នាកុំជឿសម្ដីរបស់គេអីគេកុហកនោះទេសិធាននៅខណៈពេលហ្នឹងគឺភ័យផងអីផងប៉ុន្តែលើជីបានបង្ហាញត្រាថាគាត់គឺជាម្ចាស់ស្ត្រីយ៉ាងពិតប្រាកដនៅពេលនោះអ្នកគ្រប់គ្នាចាប់ផ្ដើមភ័យខ្លួនទឹកមុខពិតជាស្លេកអស់ម្នាក់ហើយលើជីបានសួរថាតើម្ចាស់ស្ត្រីចង់ឲ្យខ្ញុំចាត់ការអ្វីទៅលើពួកគេដែរទេម្ចាស់ស្ត្រីស៊ូនៅពេលនេះបាននិយាយថាយើងត្រូវការឲ្យលើជីចាប់ពួកគេយកទៅដាក់ទោសទាំងអស់ឃុំឃាំងមិនឲ្យចេញអស់រយៈពេលពេញមួយជីវិតនេះគឺជាច្បាប់អ្នកដែលមើលងាយមកកាន់ម្ចាស់ស្ត្រីហើយការបញ្ជារបស់យើងគឺមិនអាចលុបវិញបាននោះទេមិនថាអ្នកណាក៏ដោយសូម្បីតែកូនប្រុសដែលជាឈាមបង្កើតរបស់យើងក៏មិនអាចលើកលែងឲ្យបាននោះដែរនៅពេលនេះដែរស្រាប់តែឪពុកម្ដាយគ្រួសាររបស់អ្នកប្រសើនក៏បានលុតជង្គង់ក្រឹបពុទ្ធោម្ចាស់ស្ត្រីនាងកុំយកមាត់ស្មុករោគរបស់នាងមកហៅយើងបែបនេះឲ្យសោះពួកគេគ្រប់គ្នាបានអង្វរកម្ចាស់ស្ត្រីប៉ុន្តែក្នុងនាមជាម្ចាស់ស្ត្រីគឺមិនអាចអត់ឱនទោសឲ្យអ្នកខុសបាននោះទេនៅថ្ងៃនេះម្ចាស់ស្ត្រីស៊ូបានប្រកាសតំណែងក្រុងសិទ្ធិជាម្ចាស់ស្ត្រីពេញលេញយ៉ាងពិតប្រាកដដែលធ្វើឲ្យពួកគេពិតជាខកចិត្តខ្លាំងណាស់ដែលបានមើលងាយទៅលើអ្នកដែលបានតែងខ្លួនធម្មតាម្នាក់នេះហើយសាច់រឿងរបស់យើងក៏បានចប់ដោយបរិបូរណ៍នេះហើយបងប្អូនដែលពាក្យចាស់តែងតែនិយាយថាសូមកុំមើលងាយអ្នកដែលតែងខ្លួនខោមិនខោអាវមិនអាវឲ្យសោះទីបំផុតពួកគេគឺមានតែស្ដាយក្រោយអស់មួយជីវិត